រុនសុស្ដីអស់លោកលោកស្រីអ្នកនាងកញ្ញានិងប្រិមិត្តដែលកំពុងតែបើកស្ដាប់កម្មវិធីផ្សាយព័ត៌មានរបស់វិទ្យុវិទ្យុដែលផ្សាយផ្ទាល់ពីរាជធានីភ្នំពេញព្រៃកង់ 105.5 MHz ផ្សាយបន្តខេត្តព្រះសីហនុព្រៃកង់ 102.5 និងបន្តខេត្តបាត់ដំបងនិងខេត្តសៀមរាបដែលមានព្រៃកង់រួមគ្នា 88 FM និងផ្សាយបន្តទៅវិទ្យុកំសាន្តដែលមានព្រៃកង់ 94.5 FM រាជធានីភ្នំពេញចា៎លោកអ្នកស្ដាប់ជាទីមេត្រីនេះគឺជាកម្មវិធីព័ត៌មានប្រចាំព្រឹកថ្ងៃទី 18 វិច្ឆិកាដែលរៀបចំជូនដោយនាងខ្ញុំឆេងសុរិយាព្រមទាំងសហការីនៃកម្មវិធីផ្សាយព័ត៌មានដទៃទៀតមុនជម្រាបជូនព័ត៌មានពិស្ដារសម្រាប់ព្រឹកនេះជាបឋមសូមជូនចំណងជើងព័ត៌មានសំខាន់ជាមុនសិននាយករដ្ឋមន្ត្រីកម្ពុជានឹងចូលរួមកិច្ចប្រជុំកំពូលត្រីភាគីកម្ពុជាឡាវវៀតណាមគណៈកម្មការទី1ក៏អញ្ជើញលោកប៉ាសុជិតវង្សឆ្លើយបំភ្លឺនៅថ្ងៃទី27វិច្ឆិកាសមាជិកប្រសិទ្ធភាពគណៈបកសំរងស៊ីស្នើឲ្យបកមានអាសនៈក្នុងសភាដោះស្រាយដោយដោះលែងមនុស្សចំនួន15នាក់ក្រុមការងារបកទាំងពីរទុកពីចំណុចឲ្យថ្នាក់ដឹកនាំជាអ្នកសម្រេចសង្គមស៊ីវិលវិភាសាពីការចាប់ខ្លួនសកម្មជនដីធ្លីសិទ្ធិមនុស្សនិងនយោបាយពាក់ព័ន្ធទៅនឹងព័ត៌មានអន្តរជាតិសម្រាប់ថ្ងៃនេះវិញប្រធានាធិបតីចិនប្រកាសដាច់ខាត់ថាមិនប្រើប្រាស់កងទ័ពសម្រាប់គោលបំណងស្លាប់យោធាថៃ9នាក់ក្នុងបដិវេហេតុធ្លាក់ធម្មភេកចក្រនៅច្រកព្រំដែនថៃភូមាអ្នកការទូតបូកូណាហ្វាសូត្រូវជ្រើសជាប្រធានាធិបតីបណ្ដោះអាសន្នបំណែកយន្តហោះ MH17 ចាប់ផ្ដើមប្រមូលចេញពីកន្លែងកើតហេតុព័ត៌មានរហ័សច្បាស់លាស់មាននៅក្នុងវិទ្យុខ្មែរអន្តរជាតិ VO FM ព័ត៌មានជាតិចាប់ប្រិយមិត្តស្ដាប់ជាទីមេត្រីផ្ដើមព័ត៌មានជាតិថ្ងៃនេះនិយាយអំពីនាយករដ្ឋមន្ត្រីកម្ពុជានឹងចូលរួមកិច្ចប្រជុំកំពូលត្រីភាគីកម្ពុជាឡាវវៀតណាមលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្រុងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំត្រីភាគីកម្ពុជាឡាវវៀតណាមនៅថ្ងៃទី24-25 ខែវិច្ឆិកាសូមបញ្ជាក់ថាប្រទេសទាំង3តែងជួបប្រជុំពិភាក្សាគ្នាជាបន្តបន្ទាប់ក្នុងគោលដៅដើម្បីពង្រឹងទំនាក់ទំនងត្រីភាគីឲ្យឈានទៅដល់ចំណុចកំពូលមួយជាសាធារណៈព័ត៌មានលម្អិតរីកាដោយអន្តៈលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលត្រីភាគីកម្ពុជាឡាវវៀតណាមលើកទី8នៅថ្ងៃទី24-25 ខែវិច្ឆិកាខាងមុខនេះនៅទីក្រុងវៀងច័ន្ទសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដំណើររបស់លោកហ៊ុនសែនទៅចូលរួមកិច្ចប្រជុំកំពូលនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោកថងស៊ីងថាមវង្សនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2014នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបង្ហាញថាគណៈប្រតិភូដែលអមដំណើរជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនរួមមានលោកស៊ុនចន្ទថុលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកត្រាំងអ៊ីវទឹករដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូនលោកហងជួននរ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជានៅក្នុងដំណើរចូលរួមនៃកិច្ចប្រជុំកំពូល CLV នេះផងដែរលោកហ៊ុនសែននឹងចូលសម្ដែងការគួរសមជាមួយលោកជុំម៉ាលីយ៉ាសនប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវសូមបញ្ជាក់ថាកិច្ចប្រជុំកំពូលនឹងពិនិត្យឡើងវិញនៅសមិទ្ធផលនៃកិច្ចប្រជុំកំពូលកម្ពុជាឡាវវៀតណាមលើកទី7នឹងកំណត់ទិសដៅអនាគតដើម្បីការអភិវឌ្ឍបន្ថែមនៅតំបន់ត្រីកោណនៃប្រទេសទាំង3ក្រៅពីនេះសេចក្តីប្រកាសរួមកិច្ចប្រជុំលើកទី8នេះនឹងត្រូវចុះហត្ថលេខានៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះជាយើងមិនតាន់តាណាឆ្ងាយពីព័ត៌មានជាតិនៅឡើយទេថ្លែងប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី17ខែវិច្ឆិកាលោកអេងឆៃអៀងប្រធានគណៈកម្មការទី1នៃរដ្ឋសភាបានបញ្ជាក់ថាលោកបានបញ្ជូនលិខិតកោះហៅលោកប៉ាសុជិតវង្សអភិបាលរាជធានីភ្នំពេញចូលឆ្លើយបំភ្លឺមុខគណៈកម្មការរដ្ឋសភាជំវិញចំនួនដីធ្លីនៅតំបន់បឹងកក់និងបូរីកេឡានៃរាជធានីភ្នំពេញការស្នើកោះអញ្ជើញលោកប៉ាសុជិតវង្សនេះគឺធ្វើឡើងតាមរយៈលិខិតមួយច្បាប់ស្នើទៅប្រធានរដ្ឋសភាជូនទៅលោកសុខេងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យចូលរដ្ឋសភានៅថ្ងៃទី27វិច្ឆិកាខាងមុខព័ត៌មានរហ័សច្បាស់លាស់មាននៅក្នុងវិទ្យុខ្មែរអន្តរជាតិ VO FM ចលនាស្ដាប់ជាទីគ្រប់សមាជិកប្រសិទ្ធិគណៈបកសំរងស៊ីបានអំពាវនាវទៅដល់ថ្នាក់ដឹកនាំកម្ពុជានៃគណៈបកដែលមានអាសនៈក្នុងរដ្ឋសភានីតិកាលទី5ទាំងពីរឲ្យជួយដោះស្រាយដោះលែងព្រះសង្ឃប្រជាពលរដ្ឋបឹងកក់និងសកម្មជននយោបាយមួយចំនួនបន្ទាប់ពីមានការចាប់ខ្លួនរបស់កងកម្លាំងសមត្ថកិច្ចក្នុងពេលថ្មីនេះព័ត៌មានលម្អិតដោយអឿនភិរាក
ក្រុមសមាជិកព្រឹទ្ធសភាគណៈបកសំរងស៊ីបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី17ខែវិច្ឆិកានេះដើម្បីអំពាវនាវដល់ថ្នាក់ដឹកនាំកម្ពុជាគណៈបកដែលមានអាសនៈក្នុងរដ្ឋសភានីតិកាលទី5ទាំងពីរឲ្យជួយដោះស្រាយដោះលែងព្រះសង្ឃប្រជាពលរដ្ឋបង្កក់និងរួមទាំងសកម្មជននយោបាយមួយចំនួនការអំពាវនាវបែបនេះរបស់សមាជិកព្រឹទ្ធសភាបានធ្វើឡើងបន្ទាប់ពីមានការចាប់ឃុំខ្លួនសកម្មជនដីធ្លីសហគមន៍បង្កក់សកម្មជននយោបាយនិងព្រះសង្ឃកាលពីពេលថ្មីៗនេះនៅក្នុងសេចក្តីថ្លែងការណ៍បានបង្ហាញថាការចាប់ផ្សឹកព្រះសង្ឃយ៉ាងកម្រាលយកទៅបដិសេធតនេះគឺជាការរំលោភបំពានលើសាសនាហើយការចោទប្រកាន់លើពលរដ្ឋបង្កក់ដែលរងទុក្ខវេទនាជាហូរហែតែអភិបាលនិងក្រុមប្រឹក្សារាជធានីមិនព្រមស្ដាប់និងពិភាក្សាអំពីបញ្ហារបស់ពួកគេឡើយដែលជាហេតុនាំមានការលោតរំលងទ្វាររបងសាលារាជធានីដើម្បីឲ្យមានការជួយដោះស្រាយបញ្ហារបស់ពួកគេសូមបញ្ជាក់ថាសកម្មជនដីធ្លីបង្កក់និងមន្ត្រីគណៈបកសង្គ្រោះជាតិត្រូវបានតុលាការសម្រេចឲ្យជាប់ឃុំបន្ទាប់ពីពួកគេតវ៉ាឲ្យសាលារាជធានីភ្នំពេញជួយដោះស្រាយបញ្ហាទឹកលិចនៅតំបន់បង្កក់ក្រុមការងារកំណែតម្រង់កិច្ចការបោះឆ្នោតមកពីគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិកាលពីរសៀលថ្ងៃទី17ខែវិច្ឆិកាបានបន្តជួបពិភាក្សាគ្នានៅវិមានរដ្ឋសភាអំពីការរៀបចំនៅច្បាប់កោជបថ្មីជាលទ្ធផលគណៈបកទាំងពីរបានឯកភាពគ្នាជាច្រើនចំណុចហើយនៅសល់ចំណុចតែពីរប៉ុណ្ណោះនោះគឺលក្ខណៈសម្បត្តិរបស់សមាជិកកោជបស្ដីពីបញ្ហាសញ្ជាតិនិងបញ្ហាចុកខ្សែលោហិតថ្នាក់ដឹកនាំគណៈបកនយោបាយនេះបើតាមការបញ្ជាក់ដឹងពីលោកប៊ិនឈិនប្រធានក្រុមការងារគណៈបកប្រជាជនកម្ពុជាបើតាមការដឹងពីលោកប៊ិនឈិនគឺថាចំណុចដែលនៅសេសសល់ទាំងពីរនេះនឹងត្រូវដាក់ជូនទៅថ្នាក់ដឹកនាំជាអ្នកសម្រេចយើងនឹងវិលមកលម្អិតព័ត៌មាននេះនៅក្នុងនីតិហេតុការណ៍សំខាន់នៃពេលបន្តិចទៀតដែលមានសេចក្តីរាយការណ៍ពិស្ដារពីខុនសុភ័ក្រព័ត៌មានឈានមុខវិទ្យុខ្មែរអន្តរជាតិ VU FM ជាបន្តមកនិយាយអំពីសង្គមស៊ីវិលវិភាសាពីការចាប់ខ្លួនសកម្មជនដីធ្លីសិទ្ធិមនុស្សនិងនយោបាយវិញម្ដងក្រុមអង្គការសង្គមស៊ីវិលនឹងរៀបចំសន្និសីទសារព័ត៌មានមួយស្ដីពីស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្នពាក់ព័ន្ធទៅនឹងការចាប់ខ្លួនសកម្មជនដីធ្លីសិទ្ធិមនុស្សនិងនយោបាយនាព្រឹកម៉ោង 9 ថ្ងៃទី18ខែវិច្ឆិកានៅការិយាល័យកណ្ដាលនៃសមាគមអាត60រាជធានីភ្នំពេញគូបញ្ជាក់ថាសង្គមស៊ីវិលរៀបចំសន្និសីទសារព័ត៌មាននេះឡើងក្នុងគោលបំណងដើម្បីបញ្ចេញទស្សនៈរបស់អង្គការសង្គមស៊ីវិលចំពោះសិទ្ធិមនុស្សនិងនយោបាយបច្ចុប្បន្ននិងដើម្បីផ្ដល់អនុសាសន៍ពីអង្គការសង្គមស៊ីវិលក្នុងការកែលម្អស្ថានភាពទាំងនោះផងដែរជាយើងនៅតែបន្តនិយាយពីព័ត៌មានជាតិនៅឡើយចាបន្ទាប់ពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននៅលើកំណត់ផ្លូវជាតិលេខ 4 ដែលភាគច្រើនបង្កឡើងដោយរថយន្តកុងតឺន័រប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនឹងរៀបចំកិច្ចពិភាក្សាពិសេសមួយស្ដីពីការរឹតបន្តឹងការបើកបររថយន្តកុងតឺន័រនៅលើផ្លូវជាតិលេខ 4 ក្នុងសប្តាហ៍នេះរាយការណ៍ព័ត៌មានបន្ថែមដែលលេងដេតលោកត្រាំអ៊ីវទឹករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនឹងរៀបចំកិច្ចពិភាក្សាពិសេសមួយស្ដីពីការត្រួតពិនិត្យលើការបើកបររថយន្តកុងតឺន័រនៅលើផ្លូវជាតិលេខ 4 ក្នុងសប្តាហ៍នេះការរៀបចំកិច្ចពិភាក្សានេះធ្វើឡើងបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាញឹកញាប់នៅលើកំណត់ផ្លូវជាតិលេខ 4 នេះភាគីដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនជាប្រភេទរថយន្តកុងតឺន័រហើយរាល់លើកឲ្យតែមានគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកុងតឺន័រគឺតែងតែបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើនអ្នកលោករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់បែបនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ2013នៅថ្ងៃទី17ខែវិច្ឆិកាហើយជាពិសេសផ្លូវជាតិលេខ 4 គឺបញ្ហាឡានកុងតឺន័រហើយឡានកុងតឺន័រដែលបរតាមផ្លូវជាតិលេខ 4 នេះគឺថាមានឆ្នាំខ្លះដូចរៀងធូរស្រាលដូចអត់លឺសូរគ្រោះថ្នាក់ឯងប៉ុន្តែដល់តែលឺគ្រោះថ្នាក់ម្ដងគឺធ្ងន់ហ្មងគឺថាឡានកុងតឺន័រហ្នឹងអញ្ចឹងបើខ្ញុំថាគិតថាក្នុងអាទិត្យនេះខ្ញុំនឹងក៏ហៅប្រជុំមួយពីពិសេសពីរឿងផ្លូវជាតិលេខ 4 នេះដោយដាក់មុខសញ្ញាគឺត្រួតពិនិត្យឡានកុងតឺន័រហ្នឹងតែម្ដងលោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក៏មានប្រសាសន៍បន្តថាសម្រាប់ជំហានដំបូងលោកនឹងពិនិត្យទៅលើក្រុមហ៊ុនរថយន្តកុងតឺន័រណាខ្លះដែលធ្វើចរាចរណ៍នៅលើកំណត់ផ្លូវជាតិលេខ 4 ពិនិត្យលើល្បឿននៃការបើកបរពិនិត្យរោគជាតិស្រវឹងនិងគ្រឿងញៀនផ្សេងៗចំពោះរថយន្តកុងតឺន័រនិងគម្រោងបំពាក់ផ្ទាំងប៉ាណូដែលមានរូបអ្នកស្រីហឹមស៊ីវ៉នសំពះអង្វរសូមឲ្យអ្នកបើកបរគ្រប់រូបបើកបរក្នុងល្បឿនក្រោម80គីឡូម៉ែត្រក្នុង1ម៉ោងបើកបរពាក់មួកសុវត្ថិភាពនិងខ្សែក្រវ៉ាត់រថយន្តជាដើមខ្ញុំនឹងចូលដល់ជ្រៅដល់ដោយថាឈ្មោះក្រុមហ៊ុននៃខ្លះដែលធ្វើដំណើរតាមផ្លូវហ្នឹងហើយយើងមុខសញ្ញាយើងសំខាន់គឺឲ្យគាត់បន្ថយល្បឿនហើយនឹងត្រួតពិនិត្យថាតើអ្នកបើកបរហ្នឹងមានគ្រឿងញៀនទេហើយខ្ញុំក៏នឹងគិតរឿងលើកបដាលើអត់លើករបៀបប៉ាណូអីដែលថាលោកស្រីហឹមស៊ីវ៉នគាត់ស្ពះអង្វរថាសូមឲ្យបើកបរក្រោម80គីឡូម៉ែត្រក្នុង1ម៉ោងហើយរឿងឡានគ្រោះថ្នាក់
ឬមួយក៏ពាក់មួកសុវត្ថិភាពទាំងមុខទាំងក្រោយហ្នឹងហើយខ្ញុំគ្រោងថាដាក់របៀបហ្នឹងទៅផ្លូវជាតិលេខ4ដែរហើយផ្លូវលេខ4ហ្នឹងយើងរកប្រធានបទណាដែលវាស្របទៅតាមនឹងស្ពាវកម្មគ្រោះថ្នាក់ហ្នឹងគូបញ្ជាក់ថានៅក្នុងឆ្នាំ2015ខាងមុខគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនឹងដាក់ចេញនូវផែនការសកម្មភាពក្នុងគោលដៅសំខាន់បំផុតគឺកាត់បន្ថយចំនួនអ្នកស្លាប់នៅលើផ្លូវថ្នល់ឲ្យបានយ៉ាងហោចណាស់ 10% ខណៈដែលការប៉ាន់ប្រមាណបង្ហាញថាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍អាចកើនឡើង 3200 នាក់នៅឆ្នាំ2020ប្រសិនបើមិនមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេចាស់ក្នុងរយៈពេល23ឆ្នាំមន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាប្រមាណជាង$500 លានសហរដ្ឋអាមេរិកសម្រាប់ជួយសង្គ្រោះជីវិតកុមារក្រីក្រនៅកម្ពុជានេះបើតាមរបាយការណ៍មួយរបស់លោកវិជ្ជបណ្ឌិតដែលជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផារាយការណ៍ព័ត៌មានបន្ថែមដោយសុភ័ណ្ឌវេហាមន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាចំនួន$560 លានក្នុងរយៈពេល23ឆ្នាំដើម្បីជួយសង្គ្រោះកុមារក្រីក្រនៅកម្ពុជាក្នុងនោះផងដែរមាន 7.5% ជាថវិកាដែលទទួលបានពីរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលប្រទេសស្វីសចំណែកថវិកា 92.5% ទៀតគឺជាអំណោយសប្បុរសធម៌ដែលភាគច្រើនទទួលបានពីសប្បុរសជននៅក្នុងប្រទេសស្វីសបើយោងតាមរបាយការណ៍របស់លោកវិជ្ជបណ្ឌិត Biditner គ្រាន់តែនៅព្រឹកថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2014មន្ទីរពេទ្យគន្ធបុប្ផាបានទទួលកុមារដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរចំនួន1932នាក់របាយការណ៍ដដែលបានបញ្ជាក់ថារយៈពេល1ថ្ងៃមន្ទីរពេទ្យគន្ធបុប្ផាបានចំណាយប្រាក់ប្រមាណ$120,000សម្រាប់សេវាព្យាបាលកុមារនៅកម្ពុជាហើយនៅពេលបច្ចុប្បន្នមន្ទីរពេទ្យកំពុងជួបការលំបាកព្រោះថាតួលេខនៃការចំណាយរបស់មន្ទីរពេទ្យមានចំនួនច្រើនម្យ៉ាងវិញទៀតសប្បុរសជននៅក្នុងប្រទេសស្វីសបានកាត់បន្ថយជំនួយផងដែរគួររំលឹកថាកាលពីឆ្នាំ2013មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសម្រាប់សេវាព្យាបាលកុមារនៅកម្ពុជាប្រមាណជា$48 លានអាមេរិកក្នុងនោះរដ្ឋាភិបាលកម្ពុជាបានជួយប្រមាណ$5 លានរដ្ឋាភិបាលស្វីស$4 លានរួមនឹងសប្បុរសជនមួយចំនួនទៀតក្រៅពីនេះជាបន្ទុករបស់លោក Biditner ជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាចាយើងមិនទាន់បិទបញ្ចប់ព័ត៌មានជាតិនៅឡើយទេមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CCHR បានអំពាវនាវទៅកាន់រដ្ឋាភិបាលទម្លាក់ការចាប់ប្រកាន់ទៅលើលោកវ៉ាន់ពៅសកម្មជនសិទ្ធិមនុស្សកម្ពុជា4នាក់និងមនុស្ស6នាក់ផ្សេងទៀតបន្ទាប់ពីរកឃើញថាតុលាការមិនមានភស្តុតាងគ្រប់គ្រាន់លើការផ្ដន្ទាទោសធ្វើសេចក្តីរាយការណ៍ដោយជ័យសុភាការស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានរកឃើញថាសាលាដំបងរាជធានីភ្នំពេញមិនមានភស្តុតាងគ្រប់គ្រាន់លើការផ្ដន្ទាទោសនិងមានការរំលោភសិទ្ធិទទួលការជំនុំជម្រះក្តីដោយយុត្តិធម៌លើករណីចោទប្រកាន់ទៅលើលោកវ៉ាន់ពៅសកម្មជនសិទ្ធិមនុស្សចំនួន4នាក់និងមនុស្សចំនួន6នាក់យោងតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានឲ្យដឹងថាសវនាការសាលាដំបងរាជធានីភ្នំពេញកាលពីចុងខែឧសភា2014ដែលចោទប្រកាន់សកម្មជនសិទ្ធិមនុស្ស4នាក់និងមនុស្ស6នាក់ផ្សេងទៀតពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសព្រមទាំងផ្ដើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសគឺមិនបានអនុលោមទៅតាមបទដ្ឋានអបបរមានៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ទេហើយសវនាការនោះកង្វះភស្តុតាងដាក់បន្ទុកទាំងស្រុងហើយបារម្ភខ្លាំងចំពោះឯករាជ្យភាពរបស់តុលាការនិងបានហៅការសម្រេចក្តីលើមនុស្សទាំង10នាក់នេះថាជាការព្យាយាមបំបិទសម្លេងប្រឆាំងនៅកម្ពុជាសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ការចោទប្រកាន់ទៅលើពួកគេផងដែរគួររំលឹកថាសកម្មជនការពារសិទ្ធិមនុស្ស4នាក់ត្រូវចោទប្រកាន់ពីបទផ្ដើមគំនិតក្នុងអំពើហិង្សាដោយចេតនាស្ថានទម្ងន់ទោសនិងមនុស្សចំនួន6នាក់ទៀតជាប់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកាលពីដើមឆ្នាំ2014ដោយឲ្យជាប់ពន្ធនាគាររយៈពេល2ឆ្នាំកន្លះដល់4ឆ្នាំប៉ុន្តែទោសទាំងនោះត្រូវបានព្យួរសកម្មជនទាំង10នាក់នេះត្រូវបានផ្ដន្ទាទោសក្នុងចំណោមមនុស្ស23នាក់ដែលបានចាប់ខ្លួនខណៈផ្ទុះហិង្សារវាងកងកម្លាំងប្រដាប់អាវុធនិងកម្មករទាមទារដំឡើងប្រាក់ឈ្នួលគោល$160កាលពីថ្ងៃទី2និងទី3ខែមករាឆ្នាំនេះចា៎នេះខ្ញុំសូមបិទបញ្ចប់ព័ត៌មានជានិយាយអំពីបុរសវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមបន្ទាប់ពីត្រូវបានគ្រូពេទ្យនៅមន្ទីរពេទ្យពហុព្យាបាលវិសាលសុខព្យួរសារ៉ូមក្រោយពីជនរងគ្រោះបានមកពិនិត្យនិងព្យាបាលជំងឺដោយសារតែមានអាការៈឈឺច្រកេះករណីដែលត្រូវបានគេគិតថាជាការព្យាបាលខុសបច្ចេកទេសនេះកើតឡើងកាលពីវេលាម៉ោងទៀបភ្លឺថ្ងៃទី17ខែវិច្ឆិកានៅក្នុងមន្ទីរពេទ្យពហុព្យាបាលវិសាលសុខស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ2ខណ្ឌចំការមនរាជធានីភ្នំពេញជនរងគ្រោះឈ្មោះថាឈុនសៅលីអាយុ50ឆ្នាំជាអ្នកលក់បន្លែនៅផ្សារដើមកនិងមានទីលំនៅរស់នៅក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំការមនគូបញ្ជាក់ថាក្រោយពេលកើតហេតុក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទាមទារសំណងផងដែរ
Internet Easycom Radio តើលោកអ្នកចូលចិត្តស្ដាប់វិទ្យុដែរឬទេប្រសិនបើលោកអ្នកចូលចិត្តលោកអ្នកអាចស្ដាប់ការផ្សាយផ្ទាល់របស់វិទ្យុតាមរយៈប្រព័ន្ធ Internet Easycom ដែលឥតគិតថ្លៃលោកអ្នកអាចស្ដាប់វិទ្យុដែលលោកអ្នកចូលចិត្តដោយចូលទៅកាន់គេហទំព័រ www.easycom.com.kh/live radio សូមជ្រើសរើស logo វិទ្យុណាមួយដែលលោកអ្នកចូលចិត្តហើយចូលរួមស្ដាប់ដោយរីករាយវិទ្យុរបស់លោកអ្នកគ្រប់ទីកន្លែងគ្រប់ពេលវេលា Easycom សេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជាព័ត៌មានអន្តរជាតិចាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីបន្តពីព័ត៌មានជាតិយើងមកចាប់អារម្មណ៍ពីព្រឹត្តិការណ៍អន្តរជាតិវិញប្រធានាធិបតីចិនប្រកាសដាច់ខាតថាមិនប្រើប្រាស់កងទ័ពសម្រាប់គោលបំណងនៅថ្ងៃទី17វិច្ឆិកាប្រធានាធិបតីចិនលោកស៊ីជីនពីងបានប្រកាសដឹងថាដាច់ខាតចិននឹងមិនប្រើកងទ័ពដើម្បីស្វែងរកក៏ដូចជាសម្រេចគោលបំណងរបស់ប្រទេសឡើយដែលក្នុងនោះក៏រាប់បញ្ចូលពីចំនួនដែនទឹកផងដែរព័ត៌មានបន្ថែមសូមស្ដាប់ពេញភេងវាពិតជាជាក់ស្ដែងណាស់បើនិយាយពីកម្លាំងទ័ពប្រទេសណាក៏ល្បីពីប្រទេសចិនដែរថាចិនជាប្រទេសដែលមានកម្លាំងយោធាមិនធម្មតាឡើយក្នុងនោះក៏រាប់បញ្ចូលទាំងសព្វាវុធផងដែរបើសិនជាចិនចង់ប្រើប្រាស់កងទ័ពដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសដទៃនោះប្រទេសជាគូសត្រូវច្បាស់ជាពិបាកនៅក្នុងការទប់ទល់តែយ៉ាងណាក៏ដោយនៅថ្ងៃទី17វិច្ឆិកានេះប្រធានាធិបតីចិនលោកស៊ីជីនពីងបានប្រកាសដាច់ខាតថាចិននឹងមិនប្រើប្រាស់កងទ័ពដើម្បីសម្រេចគោលបំណងរបស់ខ្លួនឡើយមិនថាបញ្ហាអ្វីទេហើយជាពិសេសក៏រាប់បញ្ចូលទាំងបញ្ហាចំនួនដែនទឹកដែលចិនកំពុងតែមានជាមួយប្រទេសជិតខាងផងដែរក្នុងការថ្លែងសន្ទរកថាទៅដល់សភាអូស្ត្រាលីលោកស៊ីបាននិយាយថាមហិច្ឆតាធំរបស់លោកហើយនឹងការអភិវឌ្ឍជាតិត្រូវការជាចាំបាច់នូវសន្តិភាពបើតាមមេរៀនដែលបន្សល់ទុកពីមុនមកនោះគ្មាននរណាម្នាក់អាចទទួលបានផលប្រយោជន៍ពីការបង្កចំនួននោះទេប្រវត្តិសាស្ត្របានបង្ហាញយើងថាប្រទេសដែលប៉ុនប៉ងចង់បន្តការអភិវឌ្ឍជាមួយការប្រើប្រាស់កម្លាំងទ័ពប្រទេសទាំងនោះជារឿយៗគឺបរាជ័យដូច្នេះនេះហើយជាអ្វីដែលវាបានបង្រៀនយើងហើយចិនត្រូវបានឧទ្ទិសឲ្យប្រកាន់ខ្ជាប់នៅសន្តិភាពជានិច្ចប៉ុន្តែយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងការប្រឆាំងនឹងកត្តាដែលអាចដកហូតសន្តិភាពរបស់យើងនេះជាសម្ដីសង្កត់ធ្ងន់របស់លោកស៊ីជីនពីងគួរបញ្ជាក់ផងដែរថាទីក្រុងប៉េកាំងបានជាប់គេនៅក្នុងជម្លោះជាមួយប្រទេសអាស៊ានចំនួន4ជុំវិញបញ្ហានៅក្នុងដែនសមុទ្រចិនខាងត្បូងហើយជាមួយជប៉ុនវិញនោះគឺនៅក្នុងដែនសមុទ្រចិនខាងកើតដោយឡែកចំពោះការបដិញ្ញារបស់លោកស៊ីខាងលើនេះធ្វើឡើងបន្ទាប់ពីអាមេរិកអូស្ត្រាលីនិងជប៉ុនប្រកាសការពីថ្ងៃអាទិត្យឲ្យមានការដោះស្រាយដោយសន្តិភាពជុំវិញចំនួនដែនទឹករីឯលោកបារ៉ាក់អូបាម៉ាវិញក៏បានព្រមានពីបញ្ហាចំនួនដែនទឹកដែរដោយលោកបាននិយាយថាវាអាចគំរាមកំហែងនិងធ្វើឲ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាងមុននេះហើយគឺជាដើមចមដែលធ្វើឲ្យលោកស៊ីជីនពីងប្រកាសពីគោលជំហររបស់ចិននិងបាននិយាយនៅថ្ងៃទី17វិច្ឆិកានេះថាលោកបើកទ្វារជានិច្ចសម្រាប់ការចរចាជុំវិញបញ្ហាចំនួនដោយដើរតាមផ្លូវសន្តិភាពជាមួយប្រទេសដែលពាក់ព័ន្ធកុំឲ្យអន្តរជាតិមានការព្រួយបារម្ភចាយ៉ាងហោចណាស់មានយោធាថៃ9នាក់បានស្លាប់នៅក្នុងបាតុហេតុធ្លាក់អធម្មភេកចក្រយោធាថៃនៅក្បែរច្រកព្រំដែនថៃភូមានារសៀលម៉ោង 3:30 នាទីថ្ងៃទី17ខែវិច្ឆិកាហេតុការណ៍ធ្លាក់អធម្មភេកចក្រនេះបានកើតឡើងខណៈពេលដែលចេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនយ៉ាងម៉ាជិត2លានគ្រាប់និងមេតាំហ្វីតាមីនចំនួន180គីឡូក្រាមគេនៅមិនទាន់ដឹងថាតើការធ្លាក់អធម្មភេកចក្រនេះបណ្ដាលមកពីបច្ចេកទេសឬក៏បណ្ដាលមកពីឈ្មួញគ្រឿងញៀនបាញ់នោះទេក្រុមស៊ើបអង្កេតមួយត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុផងដែរអ្នកការទូតបូគីណាហ្វាសូត្រូវបានក្រុមប្រឹក្សាពិសេសជ្រើសរើសជាប្រធានាធិបតីបណ្ដោះអាសន្នប្រចាំនៅប្រទេសមួយនេះការស្នងតំណែងបណ្ដោះអាសន្នជាប្រធានាធិបតីគឺកាន់តំណែងរហូតដល់ឆ្នាំ2015នេះបើតាមការប្រកាសដឹងរបស់ក្រុមមន្ត្រីអាហ្វ្រិកខាងលិចរាយការណ៍ព័ត៌មានបន្ថែមដោយលៀងធីតាក្នុងចំណោមបេក្ខជន4នាក់ត្រូវបានជ្រើសរើសយកម្នាក់ធ្វើជាប្រធានាធិបតីបូគីណាហ្វាសូការជ្រើសតាំងបានទៅលើអ្នកការទូតបូគីណាហ្វាសូលោកមីឆាល់ខាហ្វាន់ដូជាប្រធានាធិបតីបណ្ដោះអាសន្នបើតាមក្រុមមន្ត្រីអាហ្វ្រិកខាងលិចបានដឹងនៅថ្ងៃច័ន្ទទី17ខែវិច្ឆិកាឆ្នាំ2014នេះថាលោកមីឆាល់ខាហ្វាន់ដូត្រូវបានប្រកាសជាប្រធានាធិបតីបណ្ដោះអាសន្នចាប់ពីថ្ងៃនេះតទៅរហូតដល់ឆ្នាំ2015ការប្រកាសបែបនេះក្រោយពីមានការជ្រើសតាំងដោយក្រុមប្រឹក្សាពិសេសមួយលោកខាហ្វាន់ដូនឹងមានឈ្មោះជានាយករដ្ឋមន្ត្រីដែលតែងតាំងក្នុងជួររដ្ឋាភិបាលក្រុមមន្ត្រីអាហ្វ្រិកបាននិយាយថាមូលហេតុដែលជ្រើសរើសប្រធានាធិបតីបូគីណាហ្វាសូបណ្ដោះអាសន្នគឺដោយសារតែមិនចង់ឲ្យយោធាបូគីណាហ្វាសូកាន់តំណែងជំនួសប្រធានាធិបតីឡើយដែលផ្ទុយនឹងច្បាប់
តាក់ទងទៅនឹងរឿងតែងតាំងមេដឹកនាំបណ្ដោះអាសន្ននេះប្រជាពលរដ្ឋសប្បាយចិត្តនិងអបអរសាទរយ៉ាងខ្លាំងដែលមានប្រធានាធិបតីបណ្ដោះអាសន្នហើយនឹងក្រុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីផ្លូវការនៅឆ្នាំក្រោយម្យ៉ាងវិញទៀតប្រជាជនអបអរសាទរដែលយោធាបូគីណាហ្វាសូលោកអ៊ីសាស៊ីដាបានចុះកិច្ចសន្យាព្រមព្រៀងប្រគល់អំណាចទៅឲ្យស៊ីវិលកន្លងមកយោធាបូគីណាហ្វាសូបានចូលខ្លួនមកកាន់តំណែងជំនួសប្រធានាធិបតីកាលពីថ្ងៃទី1ខែវិច្ឆិកាបន្ទាប់ពីលោកកំប៉ាអូរ៉េចុះចេញពីតំណែងតែការកាន់តំណែងបណ្ដោះអាសន្នរបស់លោកត្រូវបានអន្តរជាតិជាពិសេសអាមេរិកមិនពេញចិត្តយ៉ាងខ្លាំងហើយជំរុញឲ្យលោកស៊ីដាផ្ទេរអំណាចទៅឲ្យស៊ីវិលកាន់វិញដោយលើកហេតុផលថាការកាន់អំណាចដោយយោធាគឺខុសច្បាប់ជាយើងបន្តមកចាប់អារម្មណ៍ពីព្រឹត្តិការណ៍អន្តរជាតិទាក់ទងទៅនឹងយន្តហោះ MH17 វិញក្រុមកម្មករមួយក្រុមក្នុងទីក្រុងដូណេតស្ថិតនៅក្រោមការគ្រប់គ្រងនិងត្រួតពិនិត្យដោយក្រុមអ្នកជំនាញហូឡង់បានប្រើប្រាស់ឧបករណ៍ស្ទូចនិងកាត់ដើម្បីប្រមូលយកកំទេចយន្តហោះម៉ាឡេស៊ី MH17 ចេញពីទីតាំងដែលធ្លាក់ក្នុងតំបន់ភាគខាងកើតអ៊ុយក្រែននេះគឺជាលើកទី1ហើយដែលបំណែកយន្តហោះត្រូវបានប្រមូលចេញពីកន្លែងកើតហេតុចាប់តាំងពីធ្លាក់កាលពីថ្ងៃទី17កក្កដាព័ត៌មាននេះសូមស្ដាប់សេចក្តីរាយការណ៍បន្ថែមពីពេញភេងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមអ្នកជំនាញហូឡង់ក្រុមកម្មករមួយក្រុមដែលមកពីក្រុងដូណេតជាសាធារណរដ្ឋប្រកាសផ្ដាច់ខ្លួនដោយក្រុមឧទាមបាននាំគ្នាមកប្រមូលកំទេចកំទីនៃបំណែកយន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17 ចេញពីកន្លែងកើតហេតុឧបករណ៍ដែលប្រើប្រាស់នៅក្នុងសកម្មភាពនេះគឺមានទាំងម៉ាស៊ីនស្ទូចនិងម៉ាស៊ីនកាត់ដើម្បីបំបែកនិងកាត់ផ្ដាច់បំណែកធំៗមុនពេលបញ្ជូនដាក់ក្នុងរថយន្តដឹកចេញពីកន្លែងធ្លាក់នោះត្បិតតែយន្តហោះបានឆេះស្ទើរតែខ្ទេចទាំងអស់មែនប៉ុន្តែគេនៅអាចកត់សម្គាល់បានពីម៉ាស៊ីនទួនិងកន្លែងបើកបរនៅក្នុងយន្តហោះដែលត្រូវបានក្រុមចុះប្រតិបត្តិការរុះរើនិងកាត់ផ្ដាច់មុនស្ទូចដាក់នៅក្នុងឡានដឹកចេញតាមសេចក្តីថ្លែងការណ៍ដែលចេញដោយក្រុមអ្នកជំនាញហូឡង់បានឲ្យដឹងថាបំណែកនៃយន្តហោះខាងលើត្រូវប្រមូលដាក់មួយកន្លែងនៅថ្ងៃទី17វិច្ឆិកានេះហើយបើស្ថានភាពអំណោយផលនោះការដឹកជញ្ជូនចេញនឹងចាប់ផ្ដើមនៅថ្ងៃទី18វិច្ឆិកាក្រុមអ្នកជំនាញហូឡង់ក៏បានបញ្ជាក់ដែរថាសកម្មភាពដឹកជញ្ជូនបំណែកយន្តហោះចេញពីកន្លែងកើតហេតុនេះនឹងត្រូវចំណាយពេលជាច្រើនថ្ងៃចំណែកឯបំណែកនិងកំទេចកំទីយន្តហោះដែលប្រមូលរួចនឹងត្រូវដឹកទៅដាក់នៅក្នុងក្រុងខាគឺមុនពេលដឹកតាមយន្តហោះទៅប្រទេសហូឡង់គូបញ្ជាក់ថាយន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ីខាងលើនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នោះទេថាធ្លាក់ដោយសារអ្វីឲ្យពិតប្រាកដកន្លងមកមានតែការសន្និដ្ឋានប៉ុណ្ណោះថាធ្លាក់ដោយសារការប្រើមីស៊ីលបាញ់ទម្លាក់ប៉ុន្តែបើតាមលទ្ធផលជាបឋមដែលចេញដោយក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថាយន្តហោះខាងលើនេះមុនពេលធ្លាក់ត្រូវបានបុកដោយវត្ថុរឹងម្យ៉ាងដែលមានថាមពលខ្ពស់តែក្រុមអ្នកជំនាញមិនបានបញ្ជាក់ទេថាវាជាមីស៊ីននោះគួររំលឹកបន្តិចដែរថាយន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17 បានធ្លាក់កាលពីថ្ងៃទី17កក្កដាស្ថិតនៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែនដែលគ្រប់គ្រងដោយក្រុមឧទាមផ្ដាច់ទឹកដីក្នុងយន្តហោះនោះគឺមានផ្ទុកមនុស្សសរុប298នាក់ហោះចេញពីទីក្រុងអាមស្ទ័រដាមនៃប្រទេសហូឡង់ឆ្ពោះទៅកាន់ទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីហើយក្រោយពេលធ្លាក់មនុស្សនៅលើយន្តហោះត្រូវស្លាប់ទាំងអស់គ្មាននរណាម្នាក់រួចជីវិតឡើយចា៎នាងខ្ញុំសូមបញ្ចប់ព្រឹត្តិការណ៍អន្តរជាតិទាក់ទងទៅនឹងចំណាត់ខ្មាំងជនជាតិអាមេរិកម្នាក់ទៀតត្រូវបានក្រុមអ៊ីស្លាមជីហាតកាត់ក្បាលសម្លាប់បន្ទាប់ពីត្រូវបានចាប់ឃុំខ្លួនអស់រយៈពេលជាង1ឆ្នាំនៅស៊ីរីវីដេអូដែលបង្ហាញតែសាកសពនិងឃាតករឈុតខ្មៅត្រូវបានលោកបារ៉ាអូបាម៉ាប្រមាញ់ចេញមកថ្កោលទោសភ្លាមចាស់ថាអំពើអាក្រក់បំផុតខណៈដែលប្រធានាធិបតីបារាំងនិងលោកនាយករដ្ឋមន្ត្រីអង់គ្លេសបានបន្តថានេះគឺជាការសម្លាប់មនុស្សដោយឈាមត្រជាក់ជាអក្រិតកម្មប្រឆាំងទៅនឹងមនុស្សជាតិការសម្លាប់ដ៏ឃោរឃៅនេះពួកជីហាតធ្វើឡើងដើម្បីចាស់ព្រមមានទៅកាន់ទីក្រុងវ៉ាស៊ីនតោនជាថ្មីបន្ទាប់ពីបានដឹងថាអាមេរិកក្រុងបញ្ជូនទ័ពបន្ថែមទៅអ៊ីរ៉ាក់រីកាព័ត៌មាននេះដោយលៀងធីតាជនជាតិអាមេរិកចំនួន3នាក់ហើយដែលត្រូវបានក្រុមអ៊ីស្លាមជីហាតក៏សម្លាប់យ៉ាងប្រៃផ្សៃកាលពីថ្ងៃអាទិត្យទី16ខែវិច្ឆិកាក្រុមអ៊ីស្លាមជ្រុលនិយមបានបង្ហាញវីដេអូមួយឈុតទៀតដែលមានតែសាកសពរបស់ជនរងគ្រោះនិងឆោអមដោយឃាតករស្លៀកឈុតខ្មៅដដែលការសម្លាប់លោក Peter Kassing ឬ Abdul Rahman ជាឈ្មោះថ្មីរបស់លោកដែលបំលែងជាពាក្យអ៊ីស្លាមពួកជីហាតបានអះអាងថាគឺជាការប្រមានទៅកាន់លោកអូបាម៉ាជាអ្នកនាំមុខគេនៅក្នុងការកម្ចាត់ពួកអ៊ីស្លាមទន្ទឹមនឹងលោកអូបាម៉ាបានក្រុងថានឹងបញ្ជូនទ័ពមកកាន់ប្រទេសសេរីបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកគេវីដេអូសម្រាប់អ្នកជំនួយផ្នែកវិទ្យាសាស្ត្រនិងសង្គ្រោះបន្ទាន់របស់អាមេរិកលោក Peter Kassing ត្រូវបានលោក Barack Obama ប្រញាប់ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសភ្លាមខណៈដែលលោកបាននឹងកំពុងស្ថិតក្នុងយន្តហោះធ្វើដំណើរត្រឡប់មកពីកិច្ចប្រជុំកំពូល G20 ប្រទេសអូស្ត្រាលីលោក Obama បានលើកឡើងថានេះជាអំពើអាក្រក់បំផុត
ជាមួយគ្នានោះលោកប្រធានាធិបតីបារាំងលោក François Hollande និងលោកនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron បានហៅការសម្លាប់នោះជាការសម្លាប់មនុស្សដោយឈាមត្រជាក់និងជាអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិជាការកត់សម្គាល់វីដេអូថ្មីមួយនេះក្រុមជ្រុលនិយមសាសនាអ៊ីស្លាមជីហាតក៏បានប្រមានថាមន្ត្រីសេរីនិងអ្នកដែលស្មោះភក្តីជាមួយលោកប្រធានាធិបតីសេរីលោកបាសាអាល់អាសាដចំនួន18នាក់ទៀតនឹងត្រូវអាកសម្លាប់ជាបន្តបន្ទាប់គួររំលឹកផងដែរថាពួកអ៊ីស្លាមជីហាតបានសម្លាប់ចំណាប់ខ្មាំងលោកខាងលិចចំនួន5នាក់ហើយដោយការកាត់ក្បាលនៅក្នុងនោះពីរនាក់ជាជនជាតិអង់គ្លេសមានលោក Ellen Henning និងលោក David Hen បន្ទាប់មកជាអ្នកកាសែតអាមេរិកលោក James Foley និង Stephen Sutcliffe និងម្នាក់ទៀតគឺឈ្មោះ Peter Cushing អាយុ26ឆ្នាំគូបញ្ជាក់ផងដែរថាលោក Peter Cushing ត្រូវបានពួកជីហាតចាប់ខ្លួនកាលពីខែតុលាឆ្នាំ2013នៅក្នុងដំណើរបំពេញបេសកកម្មស្ថិតនៅភាគខាងកើតប្រទេសសេរីវិធីព័ត៌មានឧបត្ថម្ភដោយពីម៉ងអូតនិមិត្តសញ្ញាបញ្ជាក់ពីគុណភាពពិសាទឹកបរិសុទ្ធអូរ៉ាល់រួមកម្លាំងគ្នាដើម្បីមនុស្សធម៌ EasyCom ជាផ្នែកមួយនៃសហគមន៍របស់អ្នកខ្ញុំផ្ដល់ព័ត៌មានលឿនរហ័សនិងច្បាស់លាស់ជូនលោកអ្នកយ៉ាងពិតប្រាកដមិនត្រឹមតែព័ត៌មានការកំសាន្តអប់រំនិងចំណេះដឹងថ្មីៗត្រូវបានផ្សាយជូនជារៀងរាល់ថ្ងៃអ្វីដែលពិសេសទៅទៀតនោះខ្ញុំជាជើងឯកក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មសេវាកម្មទៅអតិថិជនរបស់លោកអ្នកយ៉ាងមានប្រសិទ្ធភាពវិទ្យុ VO FM ជាដៃគូផ្ដល់ព័ត៌មានកំសាន្តនិងដៃគូផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកទំនាក់ទំនងផ្សាយតាមរយៈលេខ077 60 85 88 016 37 71 ចាប់ប្រិយមិត្តស្ដាប់ជាទីមេត្រីលោកអ្នកនាងកំពុងតែស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុ VO FM កម្មវិធីផ្សាយជាបន្តទៀតគឺជានីតិហេតុការណ៍សំខាន់នៅក្នុងថ្ងៃនេះចាស់ស្ដីអំពីក្រុមការងារបកទាំងពីរទុកពីចំណុចឲ្យថ្នាក់ដឹកនាំជាអ្នកសម្រេចដែលមានសេចក្តីរាយការណ៍ពីស្ដាមពីខួនសុភ័ក្របន្តមកទៀតគឺជានីតិសុខភាពស្ដីអំពីជំងឺមិនឃ្លានអាហារពាក់ព័ន្ធទៅនឹងសរសៃប្រសាទដែលមានកិច្ចសម្ភាសរវាងអ៊ុនសុកឡាជាមួយនឹងលោកវិជ្ជបណ្ឌិតអ៊ុំញិលដែលលោកគឺជាវិជ្ជបណ្ឌិតផ្នែកវិកលវិទ្យានិងជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងចំណែកនីតិបទយកការស្ដីពីអ្នកគាំទ្រកម្មវិធី The Voice Cambodia of All Sato ម្ចាស់ពានរង្វាន់ដែលរៀបចំជូនដោយជេងសុជាតានិងចុងបញ្ចប់នៃកម្មវិធីព័ត៌មានសម្រាប់ថ្ងៃនេះនាងខ្ញុំនឹងសង្ខេបជូនពីព័ត៌មានសំខាន់ៗឡើងវិញលោកអ្នកកំពុងស្ដាប់ការផ្សាយវិទ្យុខ្មែរអន្តរជាតិ VO FM ហេតុការណ៍សំខាន់ក្រុមការងារកំណែតម្រង់កិច្ចការបោះឆ្នោតមកពីគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិនៅរសៀលថ្ងៃទី17ខែវិច្ឆិកាបានបន្តជួបពិភាក្សាគ្នានៅវិមានរដ្ឋសភាអំពីការរៀបចំនៅច្បាប់កោជបថ្មីជាលទ្ធផលគណៈបកទាំងពីរបានឯកភាពគ្នាច្រើនចំណុចហើយនៅសល់តែចំណុចពីរប៉ុណ្ណោះនោះគឺលក្ខណៈសម្បត្តិរបស់សមាជិកកោជបស្ដីពីបញ្ហាសញ្ជាតិនិងបញ្ហាជាប់ខ្សែស្រឡាយថ្នាក់ដឹកនាំគណៈបកនយោបាយនេះបញ្យងតាមការបញ្ជាក់ដឹងពីលោកប៊ិនឈិនដែលជាប្រធានក្រុមការងារគណៈបកប្រជាជនកម្ពុជាតាមការដឹងពីលោកប៊ិនឈិនគឺថាចំណុចដែលនៅសេសសល់ទាំងពីរនេះនឹងត្រូវដាក់ជូនទៅថ្នាក់ដឹកនាំជាអ្នកសម្រេចបន្តទៀតជាបន្តសូមលោកនាងស្ដាប់សេចក្តីរាយការណ៍ពិស្ដារពីខួនសុភ័ក្រនៅក្នុងនីតិហេតុការណ៍សំខាន់ដូចតទៅដោយការគ្រោងទុកក្រុមការងារកំណែតម្រង់កិច្ចការបោះឆ្នោតដែលមកពីគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិនៅរសៀលថ្ងៃទី17ខែវិច្ឆិកានេះបានបន្តជួបពិភាក្សាគ្នាទៀតនៅវិមានរដ្ឋសភាដើម្បីអំពីការរៀបចំនៅសេចក្តីព្រាងច្បាប់កោជបថ្មីបើតាមការដឹងពីលោកប៊ិនឈិនប្រធានក្រុមការងារគណៈបកប្រជាជនកម្ពុជាដែលបានថ្លែងប្រាប់អ្នកកាសែតក្រោយកិច្ចជំនុំនោះថាគណៈបកទាំងពីរគឺបានឯកភាពគ្នាស្ទើរតែទាំងស្រុងហើយទាក់ទងទៅនឹងការរៀបចំសេចក្តីព្រាងច្បាប់កោជបថ្មីនេះពលគឺនៅសល់តែប្រមាណជា 8% ទៀតប៉ុណ្ណោះលោកបានឲ្យដឹងថាគណៈបកទាំងពីរនៅសល់តែ2ចំណុចទៀតប៉ុណ្ណោះដែលមិនទាន់សម្រេចនោះគឺលក្ខណៈសម្បត្តិរបស់សមាជិកកោជបស្ដីអំពីបញ្ហាសញ្ជាតិនិងបញ្ហាជាប់ខ្សែលោហិតថ្នាក់ដឹកនាំគណៈបកនយោបាយដែលចំណុចទាំងពីរនេះដែលនៅសល់នេះនឹងត្រូវដាក់ជូនថ្នាក់ដឹកនាំគណៈបកជាអ្នកសម្រេចតើចាំថ្ងៃនេះល្អឥឡូវនេះយើងបានសម្រួលគ្នាមិញនេះមក2ម៉ោងយើងសម្រួលគ្នាអំពីលក្ខណៈសម្បត្តិឥឡូវយើងវិលទៅលក្ខណៈសម្បត្តិរបស់កោជបសមាជិកកោជបក៏យើងសម្រួលអំពីសញ្ញាបត្រហ្នឹងគឺថាយើងមិនតម្រូវដូចមុនថាមានសញ្ញាបត្រខាងច្បាប់ខាងរដ្ឋបាលខាងសេដ្ឋកិច្ចខាងអីទេយើងអត់រាប់ទេ
តែមានសញ្ញាបត្រចាប់ពីឧត្តមសិក្សាឡើងទៅអញ្ចឹងយើងទម្លាយមកណាហ្នឹងគឺសម្រួលខាងកជបហើយនៅអគ្គលេខាធិការរងរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតយើងក៏សម្រួលអំពីបទពិសោធន៍ការងារបោះឆ្នោតនឹងយើងមិនបាច់ដាក់ថាការងារបោះឆ្នោតទេព្រោះថាអញ្ចេះយើងយល់ថាខាងគណៈបកសង្គ្រោះជាតិលោកក៏ពិបាកនឹងរកមនុស្សខ្លាចលោកពិបាករកមនុស្សអញ្ចឹងហើយយើងសម្រួលថាមានបទពិសោធន៍ការងារទេត្រឹមការងារ5ឆ្នាំអញ្ចឹងយើងត្រូវគ្នាបានច្រើននៅចំណុចដែលថាមិនទាន់នេះនឹងគឺថាយើងຕົកជូនថ្នាក់ដឹកនាំតែ2ចំណុចទេសញ្ជាតិខ្មែរពីកំណើតនិងសញ្ជាតិខ្មែរតែមួយគត់មួយគត់ហ្នឹងគឺមិនឲ្យមានសញ្ជាតិពីរមកធ្វើជាសមាជិកកោជបត្រូវមានសញ្ជាតិខ្មែរពីកំណើតហើយសញ្ជាតិខ្មែរតែមួយគត់ហ្នឹងគឺតែមួយគត់នេះគឺខាង CNP នេះគឺគាត់នៅថាចាំឲ្យថ្នាក់ដឹកនាំពីគ្រោះគ្នាសិនណាអីដល់បន្តទៅទៀតអីដល់ខ្ញុំចង់បញ្ជាក់កន្លែងដល់ឡែកលោកគួយបណ្រឿនប្រធានក្រុមការងារគណៈបក្សសង្គ្រោះជាតិបានឲ្យដឹងថាកិច្ចប្រជុំរវាងគណៈបក្សទាំងពីរនៅថ្ងៃនេះគឺបានពិនិត្យទៅលើចំណុចដែលគណៈបក្សទាំងពីរនៅមិនទាន់ត្រូវរើគ្នាហើយទាក់ទងទៅនឹងបញ្ហាសញ្ជាតិសមាជិកកោជបនោះគឺគណៈបក្សទាំងពីរកំពុងតែពិភាក្សាគ្នានិងលើកហេតុផលមកពិភាក្សាគ្នាផងដែរបាទទៅត្រូវថ្ងៃនេះយើងបានទៅជែកគ្នាពិនិត្យទៅលើអ្វីដែលយើងមិនទាន់បានស្រុះស្រួលគ្នាដើម្បីយើងរកចំណុចរួមមួយក្នុងការដោះស្រាយបញ្ហាដើម្បីពន្លឿនការរៀបចំច្បាប់នេះបាទដូច្នេះដោយអាយដាមបញ្ជាលោកមានប្រសាសន៍ហ្នឹងគឺជាការត្រឹមត្រូវដែលយើងបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំថ្ងៃនេះហើយទាក់ទងទៅជាតិហ្នឹងទៅគណៈបកប្រជាជនគាត់ថាគាត់អត់ដឹងទេអំបញ្ញមិញហ្នឹងគាត់តាមទូទៅហើយអ្នកណាជាអ្នកលើកស្វែងគុំវិកហ្នឹងបាទចំពោះសជាតិនេះយើងកំពុងតែជែកគ្នាហើយយើងក៏បានយកហេតុផលជាច្រើនព្រោះថាយើងចង់នៅពិនិត្យទៅលើច្បាប់ដែលកន្លងមកនេះយើងពុំមានចែងអំពីលក្ខខណ្ឌចំពោះសជាតិនោះទេហើយក៏យើងបានដឹងថាតើការដាក់សញ្ជាតិខ្មែរតែមួយគាត់នឹងតើវាមានផលប៉ះពាល់អីខ្លះហើយវាចំណេញខ្លះអញ្ចឹងយើងចង់ឲ្យបាត់ឲ្យទលាយពីព្រោះយើងដឹងថាអ្នកដែលទទួលសញ្ជាតិពីរបស់កម្ពុជាយើងហ្នឹងគឺមានករណីខ្លះគឺគាត់ដោយបង្ខំកលៈទេសៈតម្រូវបាទហើយទី2យើងក៏ចង់ឲ្យអ្នកទាំងនោះតែមានទទួលបានរស់នៅស្រុកគេហើយបានទទួលសញ្ជាតិហ្នឹងមានលក្ខណៈសម្បត្តិមួយទទួលបានចំណេះជំនាញដើម្បីមកបម្រើការងារហើយកាលណាតែយើងបិទផ្លូវអញ្ចឹងយើងឃើញថាអាចមានការរើសអើងព្រោះរដ្ឋធម្មនុញ្ញយើងបានចែងគាំពៀចំពោះប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេសថែមទៀតអញ្ចឹងយើងចំណុចនេះក៏យើងបានលើកឡើងដើម្បីឲ្យខាងក្រុមការងារពិនិត្យឡើងវិញថាតើកាលណាយើងដាក់អញ្ចឹងទៅវាអាចជាការរើសអើងទេដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញយើងលើត្រា33ដែលប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នាបាទក្នុងការធ្វើការងារក៏ដូចជារស់នៅក្នុងជីវភាពសង្គមសូមបញ្ជាក់ថាកិច្ចពិភាក្សារវាងក្រុមការងារកំណែទម្រង់កិច្ចការបោះឆ្នោតគណៈបក្សទាំងពីរនឹងបន្តជួបពិភាក្សាគ្នាបន្តទៀតនៅថ្ងៃទី24ខែវិច្ឆិកាសប្តាហ៍ក្រោយនេះចំពោះចំណុចដែលនៅសេសសល់ផ្សេងទៀតខ្ញុំបាទខុនសុភ័ក្ររាយការណ៍ពីវិមានរដ្ឋសភាចាលោកអ្នកស្ដាប់ជាទីមេត្រីចាសូមអរគុណខុនសុភ័ក្រដែលបានធ្វើសេចក្តីរាយការណ៍ផ្ទាល់ចាតកតងទៅនឹងក្រុមការងារបកទាំងពីរទុកពីចំណុចឲ្យថ្នាក់ដឹកនាំជាអ្នកសម្រេចនៅក្នុងនីតិហេតុការណ៍សំខាន់របស់វិទ្យុវីយ៉ូបើខ្ញុំដឹងខ្ញុំផ្សាយឲ្យអ្នកដឹងបើខ្ញុំយល់ខ្ញុំបញ្យល់ឲ្យអ្នកយល់ខ្ញុំគឺវិទ្យុខ្មែរអន្តរជាតិ VO FM ព័ត៌មានឈានមុខវិទ្យុខ្មែរអន្តរជាតិ VO FM នីតិសុខភាពការមិនឃ្លានអាហារគឺជារឿងមួយដែលប្រជាជនមួយចំនួនគិតថាជាបញ្ហាធម្មតាប៉ុន្តែពួកគេមិនបានគិតថាការមិនឃ្លានអាហារគឺជាជំងឺមួយប្រភេទដែលបណ្ដាលឲ្យមានវិបត្តិផ្លូវចិត្តពលគឺមានការជាប់ពាក់ព័ន្ធទៅនឹងសរសៃប្រសាទដូច្នេះអ្នកដែលកើតជំងឺនេះទាមទារឲ្យមានការព្យាបាលភ្លាមៗជៀសវាងឈានទៅដល់ការមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរជំងឺមិនឃ្លានអាហារភាគច្រើនកើតឡើងលើមនុស្សស្រីដែលមានវ័យចន្លោះពី12ដល់20ឆ្នាំចំពោះមូលហេតុវិញគេនៅមិនទាន់អាចកំណត់បានជាក់លាក់ទេថាបណ្ដាលមកពីអ្វីឲ្យពិតប្រាកដដើម្បីដឹងកាន់តែច្បាស់ពាក់ព័ន្ធទៅនឹងជំងឺមិនឃ្លានអាហារពាក់ព័ន្ធទៅនឹងសរសៃប្រសាទចាជាបន្តសូមលោកនាងស្ដាប់កិច្ចសម្ភាសន៍រវាងអ៊ុនសុកឡាជាមួយនឹងលោកវិជ្ជបណ្ឌិតអ៊ុំញិលដែលលោកគឺជាវិជ្ជបណ្ឌិតផ្នែកវិកលវិទ្យានិងជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងជំរាបសួរលោកវិជ្ជបណ្ឌិតអ៊ុំញិលចាបាទជំរាបសួរ
ចាស់លោកវិជ្ជាមនិតនៅក្នុងនីតិសុខភាពប្រចាំសប្តាហ៍ថ្ងៃនេះនាងខ្ញុំបានលើកយកប្រធានបទមួយស្ដីពីជំងឺមិនឃ្លានអាហារពាក់ព័ន្ធទៅនឹងសរសៃប្រសាទចាអាការៈមិនឃ្លានអាហារជាអាកប្បកិរិយាមួយទាក់ទងទៅនឹងការសម្រក់ទម្ងន់ហួសហេតុពលគឺជាការហាមឃាត់ដាច់ខាតនៅការទទួលទានអាហារគ្រប់ប្រភេទរបស់មនុស្សដែលចង់បានរៀងសមសួនប៉ុន្តែពួកគាត់ទាំងនោះមិនដឹងថាការធ្វើបែបនេះអាចបណ្ដាលឲ្យកើតមានជំងឺមិនឃ្លានអាហារដែលជាបញ្ហាមួយពាក់ព័ន្ធទៅនឹងសរសៃប្រសាទចាជាសំណួរដំបូងលោកវិជ្ជាមនិតហេតុអ្វីបានជាគ្រាន់តែអាការមិនឃ្លានអាហារពាក់ព័ន្ធទៅដល់ប្រព័ន្ធសរសៃប្រសាទចាបាទអំពិតយើងគិតពីរឿងជំងឺដែលមិនឃ្លានអាហារហ្នឹងវាតកតងនឹងទៅនឹងបញ្ហាប្រព័ន្ធប្រសាទយើងបានដឹងទាំងអស់គ្នាហើយប៉ុន្តែឥឡូវយើងគិតថាអញ្ចេះនៅស្រុកខ្មែរយើងខ្ញុំគិតថាភាគច្រើនយើងអត់ដឹងអំពីស្អីទៅជំងឺសរសៃប្រសាទទេយើងប្រើពាក្យសរសៃប្រសាទអំពិតអាហ្នឹងគេហៅជំងឺផ្លូវចិត្តអញ្ចឹងណាបាទភាសាបច្ចេកទេសគេហៅ psychiatric problem ដល់ពេលករណីដែលមិនឃ្លានអាហារដែលអ្នកជំងឺឬមួយមិនមែនអ្នកជំងឺទេដំបូងគាត់តែងតែចង់បានរាងស្អាតអីអញ្ចឹងចង់ស្គមចង់ slim អីអញ្ចឹងគាត់ចាប់ផ្ដើមអត់អាហារកាលណាគាត់ចាប់ផ្ដើមអត់អាហារអ្វីដែលគាត់ចង់បានទៅពេលដែលគាត់ស្រកគីឡូហើយតែគាត់នៅតែគិតថាអ្វីដែលគាត់ចង់បានហ្នឹងវាអត់ទាន់ចង់បានអត់ទាន់អ្វីដែលគាត់ចង់បានតាមពិតយើងមើលទៅអ្នកផ្សេងមើលទៅឃើញគាត់ slim ឃើញគាត់អីហើយស្គមហើយប៉ុន្តែគាត់នៅតែមានអារម្មណ៍មួយថាគាត់មិនទាន់ slim ទេគាត់មិនទាន់ដល់អ្វីដែលគាត់ចង់បានទេអារម្មណ៍បែបហ្នឹងគឺកើតឡើងចំពោះមនុស្សដែលចង់រាងស្អាតអីអញ្ចឹងវាអាចប៉ះពាល់ទៅលើប្រព័ន្ធប្រសាទប៉ះពាល់ទៅលើកោសិកាប្រសាទប៉ះពាល់ទៅលើសារធាតុគីមីនៅក្នុងកោសិកាប្រសាទរបស់មនុស្សយើងបាទតែអាការៈមិនឃ្លានអាហារនិងប្រព័ន្ធសរសៃប្រសាទវាមានទំនាក់ទំនងនឹងគ្នាយ៉ាងដូចម្តេចដែរលោកវិជ្ជាមនិតចា៎បាទធម្មតានៅក្នុងខ្លួនយើងគេមានប្រព័ន្ធពីរទីមួយគេហៅថាប្រព័ន្ធ system autonom ប្រព័ន្ធ system autonom គឺជាប្រព័ន្ធមួយដែលធ្វើឲ្យខ្លួនយើងហ្នឹងដូចជាផ្លូវដង្ហើមដូចជាការឃ្លានបាយដូចជាការដកដង្ហើមហើយនិងបេះដូងរបស់យើងដែរអាហ្នឹងគេហៅថាប្រព័ន្ធautonom របស់មនុស្សយើងមួយទៀតគេហៅថាប្រព័ន្ធ limbic system ហើយនិងប្រព័ន្ធ autonom របស់មនុស្សយើងមានទំនាក់ទំនងគ្នាកាលណាយើងមានអារម្មណ៍ថាភ័យយើងទៅជានោមអត់ដឹងខ្លួនកាលណាមានអារម្មណ៍ភ័យយើងទៅជាបេះដូងដើរញាប់អាហ្នឹងដូចគ្នាចឹងដែរប្រព័ន្ធពីរហ្នឹងវាមានការតាក់ទងគ្នាបាទដូច្នេះតើជំងឺនេះអាចបណ្ដាលឲ្យមានគ្រោះថ្នាក់កម្រិតណាដែរលោកវិជ្ជាមនិតបាទអាហ្នឹងបើសិនជាយល់ថាខ្លួនគាត់មិនទាន់សមអ្វីដែលគាត់ចង់បានទេគឺវាអាចឈានរហូតដល់ការអត់អាហារយូរទៅធ្វើឲ្យអ្នកនឹងស្គមទៅរហូតដល់គេហៅថាខ្មែរយើងគេហៅថាខ្មែរយើងចំណាំនិយាយថាវាខ្សែបកាពះណាអញ្ចឹងគាត់ញ៉ាំអីលេងចូលហ្មងធ្វើឲ្យគាត់មានប៉ះពាល់ទៅលើជំងឺផ្លូវកាយទៅទៀតគឺជាពិសេសគឺជំងឺកាពះហ្នឹងហ្មងដែលគាត់មិនអាចញ៉ាំអ្វីចូលទៅបានទេរហូតដល់អាចបាត់បង់ជីវិតក៏មានដែរលោកវិជ្ជាមនិតត្រង់ចំណុចនេះវាមិនតាក់ទងទៅនឹងសរសៃប្រសាទដែលទាញឲ្យមនុស្សនោះមានការភ្លេចភ្លាំងឬក៏ធុញធ្ងររហូតដល់គិតខ្លីចង់សម្លាប់ខ្លួនជាដើមនោះលោកវិជ្ជាមនិតចា៎វាអាចមានដែរអាហ្នឹងប៉ុន្តែខ្ញុំគិតថាតាក់ទងទៅនឹងបញ្ហាផ្លូវកាយច្រើនជាងប៉ុន្តែបញ្ហាផ្លូវចិត្តគឺគាត់គិតខុសហើយឃើញទេគាត់គិតខុសហើយមកន័យថាគាត់ស្គមហើយប៉ុន្តែគាត់នៅតែគិតថាគាត់នៅមិនទាន់ស្គមមិនទាន់ស្អាតបាទអាហ្នឹងគឺជាបញ្ហាមួយហើយគឺបញ្ហាតាក់ទងនឹងបញ្ហាផ្លូវចិត្តមួយហើយហ្នឹងប្រព័ន្ធប្រសាទមួយហើយលោកវិជ្ជាមនិតសម្រាប់អ្នកដែលកំពុងកើតមានជំងឺមិនឃ្លានអាហារបើតើគាត់គួរធ្វើដូចម្តេចដើម្បីឲ្យមានលក្ខណៈដូចដើមវិញមានន័យថាការហូបចុកបែរមករកស្ថានភាពដូចពីមុនវិញនោះចា៎ធម្មតាគាត់បើសិនជាគាត់ដល់ដំណាក់កាលថាគាត់អាចទទួលយកបានអ្វីដែលគាត់ចង់បានរៀងស្អាតរៀងអីហ្នឹងហើយគាត់ប្រកាសជាប៉ះពាល់ទៅលើបញ្ហាប្រព័ន្ធប្រសាទហើយអញ្ចឹងគាត់មានបញ្ហាជំងឺផ្លូវចិត្តហើយអញ្ចឹងគាត់គួរតែទៅរកគ្រូពេទ្យជំនាញឯកទេសផ្នែកប្រព័ន្ធប្រសាទឬគ្រូពេទ្យឯកទេសផ្នែកជំងឺផ្លូវចិត្តដើម្បីពិគ្រោះនិងដោះស្រាយបញ្ហាហ្នឹងចឹងងាកមកនិយាយពីវិធីបង្ការនិងការពារវិញលោកវិជ្ជាមនិតតើគួរធ្វើដូចម្តេចដើម្បីការពារកុំឲ្យមានបញ្ហានេះកើតឡើងវិធីសាស្ត្រការពារគឺអត់មានអីច្រើនទេជាសាមញ្ញទេដូចជាការគាត់ត្រូវស្វែងយល់អំពីបញ្ហាសុខភាពផ្លូវចិត្តដែលគេហៅថាជំងឺសរសៃប្រសាទឬមួយក៏បញ្ហាសុខភាពផ្លូវចិត្តហើយមួយទៀតនោះគឺអ្វីដែលសំខាន់គឺយើងកុំចង់សន្និដ្ឋានថា
យើងឃើញគេស្គមស្អាតយើងឃើញគេរៀងស្អាតអញ្ចឹងយើងចេះចង់គេដែរប៉ុន្តែអាហ្នឹងក៏វាជាបាទមួយទៀតគឺវាអាចមានជាកត្តាមួយដែរកត្តាផ្សេងចូលរួមនៅក្នុងជំងឺប្រព័ន្ធប្រសាទវាមានកត្តា3យ៉ាងដែលជំរុញឲ្យអ្នកហ្នឹងអាចកើតជំងឺហ្នឹងដូចជាកត្តាចិត្តសាស្ត្រកត្តាជីវសាស្ត្រនិងកត្តាសង្គមអញ្ចឹងវាអាចតកតងទៅកត្តាចិត្តសាស្ត្រកត្តាចិត្តសាស្ត្រគឺគាត់ឃើញគេស្អាតឃើញគេអីអញ្ចឹងគាត់ចង់ដែរអញ្ចឹងណាអញ្ចឹងអ្វីដែលសំខាន់គឺគាត់ត្រូវតែស្វែងយល់អំពីរោគសញ្ញានៃជំងឺហ្នឹងបើសិនជាគាត់មានគាត់ត្រូវតែបញ្ញាប់រកគ្រូពេទ្យឬមួយក៏គាត់ត្រូវថាធម្មតាមនុស្សយើងចេះចង់រហូតចង់ស្អាតចង់អីចឹងអញ្ចឹងអាការចង់ហ្នឹងហើយតែធ្វើឲ្យយើងមានបញ្ហាកើតឡើងចំពោះជំងឺដែលមិនឃ្លានអាហារចា៎នេះខ្ញុំសូមអរគុណលោកវិជ្ជាបណ្ឌិតអ៊ុំញិលដែលបានចំណាយពេលវេលាចូលរួមផ្ដល់បទសម្ភាសន៍ដល់វិទ្យុ VOF FM ជុំវិញប្រធានបទនីតិសុខភាពប្រចាំសប្តាហ៍ថ្ងៃនេះស្ដីពីជំងឺមិនឃ្លានអាហារពាក់ព័ន្ធទៅនឹងសរសៃប្រសាទចា៎នេះខ្ញុំសូមអរគុណសូមជម្រាបលាចា៎បាទជម្រាបលាចាប់ប្រិយម្នាក់ស្ដាប់ជាទីមេត្រីលោកអ្នកនាងទើបតែបានស្ដាប់កិច្ចសម្ភាសន៍រវាងអ៊ុនសុកឡាជាមួយនឹងលោកវិជ្ជាបណ្ឌិតអ៊ុំញិលដែលលោកគឺជាវិជ្ជាបណ្ឌិតផ្នែកវិកលវិទ្យានិងជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងជុំវិញជំងឺមិនឃ្លានអាហារពាក់ព័ន្ធទៅនឹងសរសៃប្រសាទព្រឹត្តិការណ៍នយោបាយសេដ្ឋកិច្ចនិងសង្គមមានផ្សាយជូនរៀងរាល់ថ្ងៃនៅក្នុងកម្មវិធីព័ត៌មានពេលព្រឹកចាប់ពីម៉ោង6ដល់ម៉ោង7ពេលថ្ងៃចាប់ពីម៉ោង12ដល់ម៉ោង1រសៀលពេលល្ងាចចាប់ពីម៉ោង6ដល់ម៉ោង7យប់វិទ្យុខ្មែរអន្តរជាតិ VOF FM ព័ត៌មានឈានមុខបទយកការកម្មវិធី The Voice Cambodia គឺជាកម្មវិធីប្រឡងចម្រៀងបែបអន្តរជាតិដែលក្រុមហ៊ុនរស្មីហងមាសបានទិញកម្មវិធីសិទ្ធិចាសសូមទោសបានទិញកម្មសិទ្ធិបញ្ញាមកពីបរទេសរដូវកាលទី1នៃកម្មវិធី The Voice Cambodia ត្រូវបានបញ្ចប់នៅយប់ថ្ងៃទី16ខែវិច្ឆិកាដែលរកឃើញជ័យលាភីនោះគឺបានទៅលើបេក្ខជនបុត្រសីហាដែលជាកូនក្រុមរបស់តារាចម្រៀងឆនសវណ្ណរាជអ្នកគាំទ្រកម្មវិធី The Voice Cambodia ជាពិសេសគឺយុវវ័យបានបង្ហាញការអបអរសាទរចំពោះជ័យលាភីនិងជជែកមិនដាច់ពីមាត់ពីកម្មវិធីមួយនេះចង់នៅកាន់តែច្បាស់ជាបន្តសូមស្ដាប់បទយកាដែលរៀបចំជូនដោយជេងសុជាតាដូចតទៅបេក្ខជនបុត្រសីហាដែលជាកូនក្រុមរបស់តារាចម្រៀងឆនសវណ្ណរាជគឺជាអ្នកលើកពាននៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី1ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី16ខែវិច្ឆិកាយប់មិញសម្រាប់អ្នកដែលតាមដានកម្មវិធី The Voice Cambodia ក៏ដូចជាអ្នកដែលគាំទ្រគឺមានការអបអរសាទរនិងពេញចិត្តខ្លាំងចំពោះបេក្ខជនបុត្រសីហាដែលទទួលបានជ័យលាភីគួរកត់សម្គាល់ថាកម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាហើយក៏ត្រូវបានគេយកមកជជែកគ្នាខ្លាំងផងដែរនៅក្នុងបណ្ដាញសង្គម Facebookយុវតីសូរិយាជានិស្សិតរៀននៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រនិងជាអ្នកគាំទ្រកម្មវិធី The Voice Cambodia បានប្រាប់ឲ្យដឹងថានៅរាត្រីបញ្ចប់នៃកម្មវិធី The Voice Cambodia ប្អូនស្រីបានតាមដានតាំងពីដើមរហូតដល់បញ្ចប់ប្អូនស្រីបានរៀបរាប់ទាំងទឹកមុខរីករាយហាក់ដូចជារំភើបជាមួយនឹងជ័យជំនះរបស់បេក្ខជនបុត្រសីហាថាប្អូនមានការពេញចិត្តចំពោះជ័យលាភីនេះហើយប្អូនស្រីក៏បានគិតទុកតាំងពីមុនថាបុត្រសីហាប្រកាសជាអាចទទួលបានពាន The Voice Cambodia រដូវកាលទី1នេះមែនចំពោះនេះខ្ញុំគិតហើយក៏តាមដែលនេះខ្ញុំតាមដានមើលរាល់អាទិត្យគឺខ្ញុំថាស័ក្តិសមចំពោះបេក្ខភាពទាំង4រូបខ្ញុំគិតថាពួកគាត់ពោពេញដោយសមត្ថភាពទាំង4រូបតែម្ដងបេក្ខជនមួយណាជាប់ក៏ខ្ញុំសប្បាយនឹងទៅដែរប៉ុន្តែគាត់ថាឃើញថាមកអាទិត្យផ្ដាច់ព្រាត់នេះ final នេះគឺឃើញថាបេក្ខភាពនីមួយៗគឺខ្លាំងមែនទែនមិនដឹងស្មានថាសមត្ថភាពពួកគាត់រត់តែឡើងរត់តែល្អជាងអតីតមុនទៀតហើយខ្ញុំគិតថាបុស្សិហាគឺគាត់ពិតជាមានសមត្ថភាពនឹងទទួលបានពាន The Voice Cambodia រដូវកាលទី1នេះមែនគួរបញ្ជាក់ថាពីមួយវគ្គទៅមួយវគ្គបេក្ខជនបុត្រសីហាដែលមកពីខេត្តកំពង់ស្ពឺបានប្រូលបេក្ខជនជាច្រើនរូបទៀតដែលមកចូលរួមប្រកួតជាមួយគ្នារហូតមកដល់វគ្គផ្ដាច់ព្រាត់កាលពីយប់មិញនេះសីហាក៏បានប្ដូរគូប្រកួតជើងខ្លាំងចំនួន3រូបទៀតដែលជាកូនក្រុមរបស់តារាចម្រៀងអុកសុគន្ធកញ្ញាតារាចម្រៀងពេជ្រសោភានិងតារាចម្រៀងណុបបាយរិទ្ធដើម្បីដណ្ដើមយកពានរង្វាន់ The Voice Cambodia ជាការពិតណាស់បេក្ខជនបុត្រសីហាម្ចាស់ជ័យលាភីកម្មវិធី The Voice Cambodia ទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនដែលតាមដានទស្សនាការគិតបែបនេះមិនមែនមានន័យថាបេក្ខភាពផ្សេងទៀតមិនមានសមត្ថភាពនោះទេក៏ប៉ុន្តែសីហាគឺមានសម្លេងល្អជាងតែបន្តិចប៉ុណ្ណោះនេះបើតាមការលើកឡើងពីយុវជនមនិតដែលមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបាទសម្រាប់ជ័យលាភីគឺខ្ញុំគិតថាបេក្ខជនឈ្មោះបុត្រសីហាគាត់ស័ក្តិសមនឹងជាម្ចាស់ពាន The Voice Cambodia មែនទែន
ព្រោះថាគាត់គឺជាបេក្ខជនម្នាក់ដែលមានសមត្ថភាពដែលស័ក្តិសមនឹងទទួលប៉ុន្តែមិនគិតថាបេក្ខជនទាំង4រូបហ្នឹងគាត់អត់មានសមត្ថភាពទេគាត់មានសមត្ថភាពដូចគ្នាប៉ុន្តែឃើញថាសមត្ថភាពរបស់លោកបុត្រសីហាគាត់រៀងលេចធ្លោជាងគេបន្តិចណាអញ្ចឹងហើយខ្ញុំគិតថាការសម្រេចចិត្តរបស់ប្រជាជនខ្មែររបស់យើងពីអ្នកទស្សនាទាំងអស់គ្នាការវោតរបស់គាត់គឺសុក្រិតសម្រាប់បេក្ខជនមួយរូបនេះបាទបើតាមទស្សនៈរបស់អ្នកគាំទ្រមួយចំនួនគិតថា The Voice គឺជាកម្មវិធីមួយដែលល្អដោយកម្មវិធីនេះបានចម្រាញ់យកនៅអ្នកមានទេពកោសល្យផ្នែកសម្លេងពិតប្រាកដដើម្បីលើកស្ទួយនៅសិល្បៈចម្រៀងខ្មែរជាមួយគ្នានេះយុវតីសូរិយាក៏បានបន្តទៀតថាកម្មវិធីនេះគឺជាកម្មវិធីមួយដ៏ល្អអ្វីត្បិតថាកម្មវិធីនេះបានទិញកម្មសិទ្ធិបញ្ញាពីបរទេសក៏ដោយតែក៏ជាមោទនភាពមួយដែលកម្ពុជាធ្វើដើម្បីចម្រាញ់រកបេក្ខជនដែលមានសមត្ថភាពសម្លេងល្អ ខ្ញុំគិតថាកម្មវិធីល្អទី1គឺយើងបានទិញកម្មសិទ្ធិគេពីក្រៅប្រទេសមកគឺទូទាំងពិភពលោកតែម្ដងគឺគេធ្វើគ្រប់ប្រទេសហើយក៏ជាមោទនភាពមួយដែលកម្មវិធីហ្នឹងមកដល់ប្រទេសកម្ពុជាយើងហើយឃើញថាកម្មវិធីហ្នឹងគឺល្អពីព្រោះអីកម្មវិធីនេះគឺចម្រាញ់រកឃើញបេក្ខជនដែលមានសមត្ថភាពខាងសម្លេងផងដែរ គួររំលឹកផងដែរថាកម្មវិធី The Voice ត្រូវបានបង្កើតឡើងដំបូងនៅក្នុងប្រទេសហូឡង់ឆ្នាំ 2011 ហើយកម្មវិធីនេះមានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2014 ដោយក្រុមហ៊ុនរស្មីហងមាសបានទិញកម្មសិទ្ធិបញ្ញាមកពីបរទេសជាការកត់សម្គាល់បន្ទាប់ពីកម្មវិធី The Voice Cambodia រដូវកាលទី 1 បានបញ្ចប់ទៅបានធ្វើឲ្យអ្នកគាំទ្រកម្មវិធីនេះទន្ទឹងរង់ចាំនៅរដូវកាលទី 2 ជាបន្ត ចាលោកនាងទៅបានស្ដាប់បទយកាដែលរៀបចំជូនដល់ជេងសុជាតាស្ដីអំពីអ្នកគាំទ្រកម្មវិធី The Voice Cambodia អបអរសាទរម្ចាស់ពានរង្វាន់ ព័ត៌មានរហ័សច្បាស់លាស់មាននៅក្នុងវិទ្យុខ្មែរអន្តរជាតិ VO FM វត្តមានរបស់ខ្ញុំដើម្បីមនុស្សគ្រប់គ្នាខ្ញុំតែងមានវត្តមានក្នុងសកម្មភាពមនុស្សធម៌ខ្ញុំគឺទឹកពិសាគុណភាពអូរ៉ាល់ អូរ៉ាល់គឺជាទឹកពិសាដែលមានគុណភាពអូរ៉ាល់គឺជាជម្រើសដ៏ប្រសើរដើម្បីសុខភាពនិងអារម្មណ៍ស្រស់ថ្លារីករាយជាមួយអូរ៉ាល់គ្រប់វ័យគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ពិសាទឹកបរិសុទ្ធអូរ៉ាល់រួមកម្លាំងគ្នាដើម្បីមនុស្សធម៌ ចាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីមុននេះខ្ញុំបិទបញ្ចប់កម្មវិធីផ្សាយព័ត៌មានប្រចាំព្រឹកថ្ងៃទី 18 វិច្ឆិកានេះខ្ញុំសូមសង្ខេបជូនពីព័ត៌មានសំខាន់ៗឡើងវិញលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្រុងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំត្រីភាគីកម្ពុជាឡាវវៀតណាមនៅថ្ងៃទី 24-25 ខែវិច្ឆិកាសូមបញ្ជាក់ថាប្រទេសទាំង3តែងតែជួបប្រជុំពិភាក្សាគ្នាជាបន្តក្នុងគោលដៅដើម្បីពង្រឹងទំនាក់ទំនងត្រីភាគីឲ្យឈានទៅដល់ចំណុចកំពូលមួយជាសាធារណៈព័ត៌មានលម្អិតរីកាដោយអន្តៈ លោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលត្រីភាគីកម្ពុជាឡាវវៀតណាមលើកទី 8 នៅថ្ងៃទី 24-25 ខែវិច្ឆិកាខាងមុខនេះនៅទីក្រុងវៀងច័ន្ទសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដំណើររបស់លោកហ៊ុនសែនទៅចូលរួមកិច្ចប្រជុំកំពូលនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោកថងស៊ីងថាមវង្សនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2014 នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបង្ហាញថាគណៈប្រតិភូដែលអមដំណើរជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនរួមមានលោកស៊ុនចន្ទថុលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកត្រាំងអ៊ីវទឹករដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូនលោកហងជួននរ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជានៅក្នុងដំណើរចូលរួមនៃកិច្ចប្រជុំកំពូល CLV នេះផងដែរលោកហ៊ុនសែននឹងចូលសម្ដែងការគួរសមជាមួយលោកជុំម៉ាលីយ៉ាសនប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវសូមបញ្ជាក់ថាកិច្ចប្រជុំកំពូលនឹងពិនិត្យឡើងវិញនៅសមិទ្ធផលនៃកិច្ចប្រជុំកំពូលកម្ពុជាឡាវវៀតណាមលើកទី 7 និងកំណត់ទិសដៅអនាគតដើម្បីការអភិវឌ្ឍបន្ថែមនៅតំបន់ត្រីកោណនៃប្រទេសទាំង 3 ក្រៅពីនេះសេចក្តីប្រកាសរួមកិច្ចប្រជុំលើកទី 8 នេះនឹងត្រូវចុះហត្ថលេខានៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ
ជាយើងមិនតាន់តាណាឆ្ងាយពីព័ត៌មានជាតិនៅឡើយទេថ្លែងប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី17ខែវិច្ឆិកាលោកអេងឆៃអៀងប្រធានគណៈកម្មការទី1នៃរដ្ឋសភាបានបញ្ជាក់ថាលោកបានបញ្ជូនលិខិតកោះហៅលោកប៉ាសុចិត្តវង្សអភិបាលរាជធានីភ្នំពេញចូលឆ្លើយបំភ្លឺមុខគណៈកម្មការរដ្ឋសភាជំវិញចំនួនដីធ្លីនៅតំបន់បង្កក់និងបូរីកេឡានៃរាជធានីភ្នំពេញការស្នើកោះអញ្ជើញលោកប៉ាសុចិត្តវង្សនេះគឺធ្វើឡើងតាមរយៈលិខិតមួយច្បាប់ស្នើទៅប្រធានរដ្ឋសភាជូនទៅលោកសុខេងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យចូលរដ្ឋសភានៅថ្ងៃទី27វិច្ឆិកាខាងមុខចាសសមាជិកប្រសិទ្ធភាពគណៈបកសំរងស៊ីបានអំពាវនាវទៅដល់ថ្នាក់ដឹកនាំកម្ពុជាគណៈបកដែលមានអាសនៈក្នុងរដ្ឋសភានីតិកាលទី5ទាំងពីរឲ្យជួយដោះស្រាយដោះលែងព្រះសង្ឃប្រជាពលរដ្ឋបង្កក់និងសកម្មជននយោបាយមួយចំនួនបន្ទាប់ពីមានការចាប់ខ្លួនរបស់កងកម្លាំងសមត្ថកិច្ចក្នុងពេលថ្មីៗកន្លងមកនេះព័ត៌មានលម្អិតដោយអឿនភិរាក្រុមសមាជិកព្រឹទ្ធសភាគណៈបកសំរងស៊ីបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី17ខែវិច្ឆិកានេះដើម្បីអំពាវនាវដល់ថ្នាក់ដឹកនាំកម្ពុជាគណៈបកដែលមានអាសនៈក្នុងរដ្ឋសភានីតិកាលទី5ទាំងពីរឲ្យជួយដោះស្រាយដោះលែងព្រះសង្ឃប្រជាពលរដ្ឋបង្កក់និងរួមទាំងសកម្មជននយោបាយមួយចំនួនការអំពាវនាវបែបនេះរបស់សមាជិកព្រឹទ្ធសភាបានធ្វើឡើងបន្ទាប់ពីមានការចាប់ឃុំខ្លួនសកម្មជនដីធ្លីសហគមន៍បង្កក់សកម្មជននយោបាយនិងព្រះសង្ឃកាលពីពេលថ្មីៗនេះនៅក្នុងសេចក្តីថ្លែងការណ៍បានបង្ហាញថាការចាប់ផ្សឹកព្រះសង្ឃយ៉ាងកម្រាលយកទៅផ្ដន់ទាតនេះគឺជាការរំលោភបំពានលើសាសនាហើយការចោទប្រកាន់លើពលរដ្ឋបង្កក់ដែលរងទុក្ខវេទនាជាហូរហែតែអភិបាលនិងក្រុមប្រឹក្សារាជធានីមិនព្រមស្ដាប់និងពិភាក្សាអំពីបញ្ហារបស់ពួកគេឡើយដែលជាហេតុនាំមានការលោតរំលងទ្វាររបងសាលារាជធានីដើម្បីឲ្យមានការជួយដោះស្រាយបញ្ហារបស់ពួកគេសូមបញ្ជាក់ថាសកម្មជនដីធ្លីបង្កក់និងមន្ត្រីគណៈបកសង្គ្រោះជាតិត្រូវបានតុលាការសម្រេចឲ្យជាប់ឃុំបន្ទាប់ពីពួកគេតវ៉ាឲ្យសាលារាជធានីភ្នំពេញជួយដោះស្រាយបញ្ហាទឹកលិចនៅតំបន់បង្កក់ចាលោកអ្នកស្ដាប់ជាទីមេត្រីនាងខ្ញុំសូមបិទបញ្ចប់ការសង្ខេបជូនព័ត៌មាននៅលើព្រឹត្តិការណ៍អន្តរជាតិដែលព្រឹត្តិការណ៍ជាដំបូងនិយាយអំពីយោធាថៃ9នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុធ្លាក់ធម្មភេកចក្រយោធាថៃនៅក្បែរច្រកព្រំដែនថៃភូមានារសៀលម៉ោង 3:30 នាទីថ្ងៃទី17ខែវិច្ឆិកាហេតុការណ៍ធ្លាក់ធម្មភេកចក្រនេះបានកើតឡើងខណៈពេលដែលចេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនយ៉ាងម៉ាជិត2លានគ្រាប់និងមេតាំហ្វីតាមីនចំនួន180គីឡូក្រាមគេនៅមិនទាន់ដឹងថាតើការធ្លាក់ធម្មភេកចក្រនេះបណ្ដាលមកពីបច្ចេកទេសឬក៏បណ្ដាលមកពីឈ្មួញគ្រឿងញៀនបាញ់នោះទេក្រុមស៊ើបអង្កេតមួយក្រុមត្រូវបានបញ្ជូនទៅកាន់ទីកន្លែងកើតហេតុផងដែរអ្នកការទូតបូគីណាហ្វាសូត្រូវបានក្រុមប្រឹក្សាពិសេសជ្រើសរើសជាប្រធានាធិបតីបណ្ដោះអាសន្នប្រចាំនៅប្រទេសមួយនេះការស្នងតំណែងបណ្ដោះអាសន្នជាប្រធានាធិបតីគឺកាន់តំណែងរហូតដល់ឆ្នាំ2015នេះបើតាមការប្រកាសដឹងរបស់ក្រុមមន្ត្រីអាហ្វ្រិកខាងលិចរាយការណ៍ព័ត៌មានបន្ថែមដោយលៀងធីតាក្នុងចំណោមបេក្ខជន4នាក់ត្រូវបានជ្រើសរើសយកម្នាក់ធ្វើជាប្រធានាធិបតីបូគីណាហ្វាសូការជ្រើសតាំងបានទៅលើអ្នកការទូតបូគីណាហ្វាសូលោកមីឆាល់ខាហ្វាន់ដូជាប្រធានាធិបតីបណ្ដោះអាសន្នបើតាមក្រុមមន្ត្រីអាហ្វ្រិកខាងលិចបានដឹងនៅថ្ងៃច័ន្ទទី17ខែវិច្ឆិកាឆ្នាំ2014នេះថាលោកមីឆាល់ខានហ្វាន់ដូត្រូវបានប្រកាសជាប្រធានាធិបតីបណ្ដោះអាសន្នចាប់ពីថ្ងៃនេះតទៅរហូតដល់ឆ្នាំ2015ការប្រកាសបែបនេះក្រោយពីមានការជ្រើសតាំងដោយក្រុមប្រឹក្សាពិសេសមួយលោកខាហ្វាន់ដូនឹងមានឈ្មោះជានាយករដ្ឋមន្ត្រីដែលតែងតាំងក្នុងជួររដ្ឋាភិបាលក្រុមមន្ត្រីអាហ្វ្រិកបាននិយាយថាមូលហេតុដែលជ្រើសរើសប្រធានាធិបតីបូគីណាហ្វាសូបណ្ដោះអាសន្នគឺដោយសារតែមិនចង់ឲ្យយោធាបូគីណាហ្វាសូកាន់តំណែងជំនួសប្រធានាធិបតីឡើយដែលផ្ទុយនឹងច្បាប់តាក់ទងទៅនឹងរឿងតែងតាំងមេដឹកនាំបណ្ដោះអាសន្ននេះប្រជាពលរដ្ឋសប្បាយចិត្តនិងអបអរសាទរយ៉ាងខ្លាំងដែលមានប្រធានាធិបតីបណ្ដោះអាសន្នហើយនឹងក្រុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីផ្លូវការនៅឆ្នាំក្រោយម្យ៉ាងវិញទៀតប្រជាជនអបអរសាទរដែលយោធាបូគីណាហ្វាសូលោកអ៊ីសាស៊ីដាបានចុះកិច្ចសន្យាព្រមព្រៀងប្រគល់អំណាចទៅឲ្យស៊ីវិលកន្លងមកយោធាបូគីណាហ្វាសូបានចូលខ្លួនមកកាន់តំណែងជំនួសប្រធានាធិបតីកាលពីថ្ងៃទី1ខែវិច្ឆិកាបន្ទាប់ពីលោកកំប៉ាអូរ៉េចុះចេញពីតំណែងតែការកាន់តំណែងបណ្ដោះអាសន្នរបស់លោកត្រូវបានអន្តរជាតិជាពិសេសអាមេរិកមិនពេញចិត្តយ៉ាងខ្លាំងហើយជំរុញឲ្យលោកស៊ីដាផ្ទៃអំណាចទៅឲ្យស៊ីវិលកាន់វិញដោយលើកហេតុផលថាការកាន់អំណាចដោយយោធាគឺខុសច្បាប់ចាប្រធានាធិបតីចិនប្រកាសដាច់ខាតថាមិនប្រើប្រាស់កងទ័ពសម្រាប់គោលបំណងនៅថ្ងៃទី17ខែវិច្ឆិកានេះចាប្រធានាធិបតីចិនលោកស៊ីជីនពីងបានប្រកាសដឹងថាដាច់ខាតចិននឹងមិនប្រើកងទ័ពដើម្បីស្វែងរកក៏ដូចជាសម្រាប់គោលបំណងរបស់ប្រទេសឡើយក្នុងនោះក៏រាប់បញ្ចូលពីចំនួនដែនទឹកផងដែរ
ជាយើងបន្តមកចាប់អារម្មណ៍ពីព្រឹត្តិការណ៍អន្តរជាតិទាក់ទងទៅនឹងយន្តហោះ MH17 វិញក្រុមកម្មករមួយក្រុមក្នុងទីក្រុងដូណេតស្ថិតនៅក្រោមការគ្រប់គ្រងនិងត្រួតពិនិត្យដោយក្រុមអ្នកជំនាញហូឡង់បានប្រើប្រាស់ឧបករណ៍ស្ទូចនិងកាត់ដើម្បីប្រមូលយកកំទេចយន្តហោះម៉ាឡេស៊ី MH17 ចេញពីទីតាំងដែលធ្លាក់ក្នុងតំបន់ភាគខាងកើតអ៊ុយក្រែននេះគឺជាលើកទី1ហើយដែលបំណែកយន្តហោះត្រូវបានប្រមូលចេញពីកន្លែងកើតហេតុចាប់តាំងពីធ្លាក់កាលពីថ្ងៃទី17កក្កដាព័ត៌មាននេះសូមស្ដាប់សេចក្តីរាយការណ៍បន្ថែមពីពេញភេង ស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមអ្នកជំនាញហូឡង់ក្រុមកម្មករមួយក្រុមដែលមកពីក្រុងដូណេតជាសាធារណរដ្ឋប្រកាសផ្ដាច់ខ្លួនដោយក្រុមឧទាមបាននាំគ្នាមកប្រម៉ែប្រមូលគំតិចគំទីនៃបំណែកយន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17 ចេញពីកន្លែងកើតហេតុឧបករណ៍ដែលប្រើប្រាស់នៅក្នុងសកម្មភាពនេះគឺមានទាំងម៉ាស៊ីនស្ទូចនិងម៉ាស៊ីនកាត់ដើម្បីបំបែកនិងកាត់ផ្ដាច់បំណែកធំៗមុនពេលបញ្ជូនដាក់ក្នុងរថយន្តដឹកចេញពីកន្លែងធ្លាក់នោះត្បិតតែយន្តហោះបានឆេះស្ទើរតែខ្ទេចទាំងអស់មែនប៉ុន្តែគេនៅអាចកត់សម្គាល់បានពីម៉ាស៊ីនតួនិងកន្លែងបើកបរនៅក្នុងយន្តហោះដែលត្រូវបានក្រុមចុះប្រតិបត្តិការរុះរើនិងកាត់ផ្ដាច់មុនស្ទូចដាក់នៅក្នុងឡានដឹកចេញតាមសេចក្តីថ្លែងការណ៍ដែលចេញដោយក្រុមអ្នកជំនាញហូឡង់បានឲ្យដឹងថាបំណែកនៃយន្តហោះខាងលើត្រូវប្រមូលដាក់មួយកន្លែងនៅថ្ងៃទី17វិច្ឆិកានេះហើយបើស្ថានភាពអំណោយផលនោះការដឹកជញ្ជូនចេញនឹងចាប់ផ្ដើមនៅថ្ងៃទី18វិច្ឆិកាក្រុមអ្នកជំនាញហូឡង់ក៏បានបញ្ជាក់ដែរថាសកម្មភាពដឹកជញ្ជូនបំណែកយន្តហោះចេញពីកន្លែងកើតហេតុនេះនឹងត្រូវចំណាយពេលជាច្រើនថ្ងៃចំណែកឯបំណែកនិងកំទេចកំទីយន្តហោះដែលប្រមូលរួចនឹងត្រូវដឹកទៅដាក់នៅក្នុងក្រុងខាគឺមុនពេលដឹកតាមយន្តហោះទៅប្រទេសហូឡង់គូបញ្ជាក់ថាយន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ីខាងលើនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នោះទេថាធ្លាក់ដោយសារអ្វីឲ្យពិតប្រាកដកន្លងមកមានតែការសន្និដ្ឋានប៉ុណ្ណោះថាធ្លាក់ដោយសារការប្រើមីស៊ីលបាញ់ទម្លាក់ប៉ុន្តែបើតាមលទ្ធផលជាបឋមដែលចេញដោយក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថាយន្តហោះខាងលើនេះមុនពេលធ្លាក់ត្រូវបានបុកដោយវត្ថុរឹងម្យ៉ាងដែលមានថាមពលខ្ពស់តែក្រុមអ្នកជំនាញមិនបានបញ្ជាក់ទេថាវាជាមីស៊ីននោះគួររំលឹកបន្តិចដែរថាយន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17 បានធ្លាក់កាលពីថ្ងៃទី17កក្កដាស្ថិតនៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែនដែលគ្រប់គ្រងដោយក្រុមឧទាមផ្ដាច់ទឹកដីក្នុងយន្តហោះនោះគឺមានផ្ទុកមនុស្សសរុប298នាក់ហោះចេញពីទីក្រុងអាមស្ទ័រដាមនៃប្រទេសហូឡង់ឆ្ពោះទៅកាន់ទីក្រុងកូឡាឡាំពូនៃប្រទេសម៉ាឡេស៊ីហើយក្រោយពេលធ្លាក់មនុស្សនៅលើយន្តហោះត្រូវស្លាប់ទាំងអស់គ្មាននរណាម្នាក់រួចជីវិតឡើយលោកអ្នកអាចជ្រាបពីព័ត៌មានគ្រប់ព្រឹត្តិការណ៍បទសម្ភាសន៍បទវិភាគនិងនីតិសំខាន់ៗជាច្រើនទៀតតាមរយៈវិទ្យុ VO FM 105.5 MHz ផ្សាយចេញពីរាជធានីភ្នំពេញ 102.5 MHz ខេត្តព្រះសីហនុ 88 MHz ខេត្តបាត់ដំបងនិងខេត្តសៀមរាបនិងតាមរយៈគេហទំព័រ www.vofm.com ចាកម្មវិធីផ្សាយព័ត៌មានប្រចាំព្រឹកថ្ងៃទី18វិច្ឆិកានេះបានឈានចូលដល់ទីបញ្ចប់អរគុណអស់លោកលោកស្រីអ្នកនាងកញ្ញានិងប្រិមិត្តដែលបន្តបើកស្ដាប់កម្មវិធីផ្សាយព័ត៌មានរបស់យើងខ្ញុំតាំងពីវិនាទីចាប់ផ្ដើមរហូតដល់វិនាទីបញ្ចប់សូមអធិស្ឋានផងដែរបើសិនជាមានកំហុសខុសឆ្គងដែលបង្កឡើងដោយអចេតនានៅក្នុងកម្មវិធីមិនថាតែការជម្រាបជូនព័ត៌មាននិងការខុសបច្ចេកទេសមួយចំនួនផងដែរចាក្រៅពីការស្ដាប់ព័ត៌មានតាមរលកធាតុអាកាសចាប្រិមិត្តអាចតាមដានស្ដាប់កម្មវិធីផ្សាយព័ត៌មានរបស់យើងខ្ញុំរួមជាមួយនឹងនីតិសំខាន់ជាពិសេសគឺផ្សាយព័ត៌មានទាន់ហេតុការណ៍តែម្ដងនៅក្នុងគេហទំព័ររបស់យើងខ្ញុំដែលមានអាស័យដ្ឋាន www.vayofm.com កម្មវិធីព័ត៌មាននឹងវិលមកជួបប្រិយមិត្តស្ដាប់តាមពេលវេលានិងម៉ោងដដែលខណៈនេះនាងខ្ញុំឆេងសុរិយាដែលរៀបចំកម្មវិធីព័ត៌មានរួមទាំងសហការីកម្មវិធីផ្សាយដទៃទៀតសូមអរគុណនិងសូមជម្រាបលាកម្មវិធីព័ត៌មានឧបត្ថម្ភដោយពីម៉ងអូតនិមិត្តសញ្ញាបញ្ជាក់ពីគុណភាពពិសាទឹកបរិសុទ្ធអូរ៉ាល់រួមកម្លាំងគ្នាដើម្បីមនុស្សធម៌ EasyCom ជាផ្នែកមួយនៃសហគមន៍របស់អ្នក